ប្រធានជូមានអ្វីកើតឡើងអ្នកសុំទានម្នាក់រត់ចេញពីខាងមុខអ្នកសុំទានម្នាក់គាត់ត្រូវរថយន្តប៉ះបន្តិចឥឡូវគាត់សន្លប់យកគាត់ត្រឡប់មកវិញបញ្ជូនទៅមន្ទីរពេទ្យនិងព្យាបាលគាត់យល់ព្រមចូលមកប្រធានជូរបួសខាងក្រៅរបស់អ្នកសុំទានត្រូវបានព្យាបាលរួចហើយប៉ុន្តែគ្រូពេទ្យបាននិយាយថាគាត់មានរបួសក្បាលធ្ងន់គាត់បាត់បង់អង្គចងចាំជាបណ្ដោះអាសន្នយើងមិនអាចរកគ្រួសារគាត់ឃើញនាពេលនេះទេបាត់បង់ការចងចាំនៅការថែនកំសន្តពួកគាត់ខ្វែនៅបច្ចេកទេសមែនទេហើយបុគ្គលិកចាស់បង្ហាត់គាត់ដោះស្រាយឲ្យគាត់យល់ព្រមខ្ញុំយល់ហើយប្រធានជូមួយសែននៅក្នុងកាតថែរក្សាគាត់ឲ្យបានល្អក្រោយពេលគាត់ចេញពីមន្ទីរពេទ្យចាត់ចែងឲ្យគាត់ធ្វើការនៅការដ្ឋានកំសាន្តនេះជាបំណងប្រាថ្នារបស់ប្រធានជូយល់ទេលេខាធិការចេនកុំបារម្ភខ្ញុំពិតជានឹងថែរក្សាគាត់ដូចកូនប្រុសរបស់ខ្ញុំមានកូនស្រីម្នាក់នាងសំរុំណាស់ក្នុងការរៀបការជាមួយគាត់ក្នុងនាមជាប្រពន្ធរបស់គាត់នោះជារឿងរបស់អ្នកអ្នកណានឹកស្មានថាមនុស្សឆោតល្ងងនេះមានតម្លៃណាស់យើងនឹងក្លាយជាអ្នកមានទីងទៅតែមិនទាន់រៀបការបើនាងអាចរៀបការជាមួយមនុស្សឆោតល្ងងនេះនោះយើងមិនមែនឡើងទៅជាប់ដើមឈើរបស់ប្រធានជូទេគ្រួសារវាងរបស់យើងនឹងមានភាពចម្រុងចម្រើនប៉ុណ្ណាជើងរបស់ខ្ញុំរលោងទេបរោះដែលធ្វើការយ៉ាងយកចិត្តទុកដាក់គឺស្អាតបំផុតខ្ញុំចូលចិត្តភាពស្ងៀមស្ងាត់របស់អ្នកនេះ10000ចំណាយពេលមួយយប់ជាមួយខ្ញុំហើយវាជារបស់អ្នកគិតមើលទុកលុយយកខ្វក់របស់អ្នកចុះខ្ញុំមិនធ្វើការងារខ្វក់ទេលុយយកខ្វក់ការងាររកខ្វក់អ្នកពិតជារឿងផ្សេងខ្ញុំបានសួរគេ$10000នោះប្រហែលប្រាក់ខែ3ខែសម្រាប់អ្នកគ្រាន់តែជាអ្នកម៉ាសាជើងក្រីក្រតើអ្នកយកមកពីណាបានហ៊ានបដិសេធខ្ញុំក្រមែនតែលុយយកខ្វក់បែបនោះខ្ញុំមិនរកវាទេអ្នកប្រកាសទេសម្រស់ដូចខ្ញុំបុរសជាច្រើននឹងចំណាយលុយដេកជាមួយខ្ញុំផ្ដល់ជូនអ្នកគឺជាកិត្តិយសដ៏ធំមួយសម្រាប់អ្នកលើពីនេះទៅទៀតខ្ញុំសន្យាអ្នកនឹងរីករាយខ្ញុំមិនអាចទទួលការងារនេះបានទេរកអ្នកផ្សេងវិញអ្នកគ្រាន់តែជាអ្នកម៉ាសាជើងក្រីក្រអ្នកគិតថាអ្នកជាអ្នកណាពិតជាមិនដឹងគុណមែនអ្នកគ្រប់គ្រងអ្នកចង់ជួបខ្ញុំអតិថិជនម្នាក់ទើបតែត្អូញត្អែពីអ្នកពីនៃ$500ហេតុអ្វីបើមិនមែនដោយសារប្រធានជួយសង្គ្រោះអ្នកលេខាធិការចេនបានប្រាប់ខ្ញុំឲ្យអ្នកធ្វើការអ្នកគិតថាខ្ញុំចង់ឲ្យអ្នកនៅទីនេះឥឡូវទៅបាត់មើលអីអ្នកកំពុងតែហួសហេតុសួស្ដី Lady Phantom ក្រោកឡើងបាទលោកស្រី3ឆ្នាំហើយចាប់តាំងពីព្រះម្ចាស់ប្រយុទ្ធនឹងពិភពលោក3ឆ្នាំនេះនាគឈួត Seven Kill Domain Sabre និង Phantom កងពលវជនទាំង4បរិសុទ្ធ1លាននាក់បានឆ្វេងរកស្ទើរតែទូទាំងសៀនៅតែរកមិនឃើញទីកន្លែងរបស់ព្រះម្ចាស់តើអាចជាសៀនណាស់សូមទោសលោកស្រីព្រះម្ចាស់មិនអាចស្លាប់បានទេនៅក្នុងពិភពលោកនេះគ្មាននរណាអាចសម្លាប់ព្រះអង្គបានឡើយសូម្បីតែព្រះគ្មាននរណាទេយកដាវសម្លាប់ព្រះមកឲ្យខ្ញុំបាទដាវសម្លាប់ព្រះបើអ្នកមានវិញ្ញាណជួយខ្ញុំរកព្រះអង្គចាស់ចាហ្វាយឲ្យអង្គរមួយថងមកខ្ញុំថង20ផនយកពមអូមម៉ាក់ថ្ងៃនេះហាងជើងណាស់អ៊ូអនោះហើយជាមូលហេតុដែលខ្ញុំយឺតអ្នកសូមកុំខឹងមកសៀវហាវយកកៅអីមកអង្គុយ
យេ ឯងមានក្លិនអាក្រក់ណាស់កុំអង្គុយចិត្តខ្ញុំពេក យូបងខ្លាយនេះអីមនុស្សសំខាន់តែងតែមកយឺតថ្ងៃនេះអ្នកលៀងជើងប៉ុន្មានគូ មិនអាក្រក់ដូចធម្មតា ឃើញទេគាត់គិតគូណាស់អង្គថងនេះប្រកាសជា20ផនមែនទេទៅផ្ទះម្ដាយក្មេកគាត់គ្រាន់តែយកអង្គស្មួយថងមកគួរឲ្យអាណិតណាស់ ច្រើនឬតិចវាគ្រាន់តែជាសញ្ញាបង្ហាញលើសពីនេះទៅទៀតប្រាក់ខែរបស់ខ្ញុំប្រគល់ទាំងអស់ទៅប្អូនស្រីរបស់អ្នក និយាយពីគ្រួសារយើងគ្រួសារធំនេះអ្នកដែលខ្ញុំចំណែងជាងគេគឺអ្នកបងថ្លៃខ្ញុំមានន័យថាដៃទាំងពីររបស់អ្នកក្នុងមួយថ្ងៃវាប៉ះជើងស្ត្រីប៉ុន្មានអ្នកអកុសលណាស់ហាងជើងមិនទទួលខ្ញុំបើមិនដូច្នេះទេខ្ញុំនឹងចំណាយលុយទៅធ្វើការនៅទីនោះ ឈប់ទៅវាងជន់និយាយតិច ប៉ាខ្ញុំទម្លាក់ចង្កេះដូចម្ដេចទម្លាក់ចុះសុំពូរបស់ហែងឲ្យគាត់យកមួយទៀតពូទៅយកចង្កេះមួយគូឲ្យខ្ញុំយូមានរឿងអីបងថ្លៃ ដៃដ៏ខ្ពង់ខ្ពស់របស់អ្នក វាសម្រាប់តែលៀងជើងអ្នកដតីមិនមែនសម្រាប់យកឲ្យក្មួយប្រុសចង្កេះមួយគូទេ វាងជន់អ្នករាល់គ្នាកំពុងញ៉ាំនិយាយតិចទៅសៀវហាវចង្កេះរបស់ឯងធ្លាក់ហើយទៅយកដោយខ្លួនឯងទៅចុះ កុំទៅអីថ្ងៃនេះខ្ញុំមិនអាចបញ្ជាអ្នកទេអញ្ចឹងទេ វាងជន់ល្មមហើយទីងនេះជារឿងរវាងបុរសទុកឲ្យពួកគេដោះស្រាយគ្នាឯងកុំជ្រៀតជ្រែក ថ្ងៃនេះខ្ញុំនឹងសួរអ្នកតែមួយមុខចង្កេះកូនប្រុសខ្ញុំនេះតើអ្នកនឹងរើវាឬអត់ ម៉ាក់អាជនជាកូនរបស់អ្នកធ្វើអ្វីមួយចុះ ធ្វើអ្វីអំពីរឿងអីកូនប្រុសខ្ញុំពូកែណាស់តើខ្ញុំត្រូវបារម្ភពីគាត់ទេប៉ុន្តែអ្នកកូនប្រសានៅផ្ទះប្រពន្ធតើមានសិទ្ធិអីនិយាយឥតប្រយោជន៍ ទីងនិយាយអ្វីមួយទៅកាន់បងប្រុសអ្នក និយាយអីអ្នកកំសាកណាស់តើខ្ញុំអាចនិយាយអីបាន ពិតមែនអ្នកគ្រាន់តែជាមនុស្សគ្មានសមត្ថភាពអ្នកលៀងជើងហើយអ្នកហ៊ានមកធ្វើធំជាមួយខ្ញុំអ្នកណាឲ្យខ្លះហែនអ្នកបើមិនមែនគ្រួសារយើងទេអ្នកនឹងទៅកប់ក្រោមស្មៅឡើងខ្ពស់ប៉ុន្មានហ្វីតហើយអ្នកនៅតែហ៊ានសម្លឹងមើលខ្ញុំតើអ្នកជាអ្វីទៅយូយ៉ាងម៉េចអ្នកឥតប្រយោជន៍នៅតែចង់ដើរ អញ្ចឹងទេ មកមុខខ្ញុំនៅត្រង់នេះបើអ្នកហ៊ានប៉ះខ្ញុំថ្ងៃនេះខ្ញុំនឹងទទួលស្គាល់ថាអ្នកជាបុរសពិតមកអើអេតប្រយោជន៍អ្នកលូឆេនអាអួរនឹងឯងហ៊ាន លូឆេនឈប់អាស្រីនឹងហេតុអីអញឈរនៅទីនោះប្រញាប់ទៅជួយបងឯងវាយខ្ញុំប្រាប់ឯងហើយបើបងឯងត្រូវអានឹងធ្វើបាបខ្ញុំមិនទុកឯងទេប្រញាប់វាយទៅឯង កុំបន្ទោសខ្ញុំវាងជន់ជាបងរបស់ខ្ញុំឯងលូឆេន វាខ្ញុំមក ឈប់ឯងនឹងសម្លាប់គាត់បើឯងវាយកទៅទៀត បើមិនមែនដោយសារជីវិតឥតប្រយោជន៍របស់ឯងខ្ញុំនឹងសម្លាប់ឯងថ្ងៃនេះ បងលូស្វានចាក់ចេញទៅកន្លែងឆ្ងាយណាស់ខ្ញុំមិនអាចយកបាយមកឲ្យឯងទៀតទេស្ករគ្រាប់នេះឯងត្រូវថែរក្សាវាឲ្យបានល្អពេលស្វានឃើញវានៅថ្ងៃក្រោយខ្ញុំនឹងដឹងថាឯងជាបងលូ មើលមុខខ្ញុំធ្វើអី
ខ្ញុំមិនមានចេតនាចង់វាឯងខ្លាំងម្លេះទេ វាងទីងទីងចាប់ពីថ្ងៃនេះតើយើងស្មើគ្នា អ្នកគិតថាអ្នកជានរណានិយាយជាមួយខ្ញុំបែបនេះខ្ញុំទៅតែវាអ្នកម្ដងទេវាធំដុំអីចឹង3ឆ្នាំហើយនៅទីបំផុតយើងចិញ្ចឹមបានមនុស្សឥតគុណ បាទអ្នកបានសង្គ្រោះជីវិតខ្ញុំកាលពីពេលនោះដូច្នេះរយៈពេល3ឆ្នាំនេះនៅក្នុងគ្រួសារវាងរបស់អ្នកខ្ញុំបានធ្វើការដោយមិនអ៊ូទេខ្ញុំបោកខោអាវធ្វើម្ហូបខ្ញុំបោសសម្អាតផ្ទះខ្ញុំថែមទាំងលាងបង្គន់ទៀតសួរខ្លួនឯងដោយស្មោះត្រង់មើលបានតែខ្ញុំនៅផ្ទះតើអ្នកបានធ្វើការអ្វីសោះទេតែឯងវិញខ្ញុំធ្វើជាកូនប្រសារនៅផ្ទះ3ឆ្នាំហើយអ្នកទាំងអស់គ្នារួមទាំងអ្នកដែរប្រពន្ធខ្ញុំតើធ្លាប់ចាត់ទុកខ្ញុំដូចមនុស្សដែរឬទេខ្ញុំក៏ជាមនុស្សដែរបុរសម្នាក់ដែលត្រូវការសេចក្តីថ្លៃថ្នូរ គ្រាន់តែជាអ្នកម៉ាសានឹងលាងជើងធម្មតាឯងមានសេចក្តីថ្លៃថ្នូរអ្វីមកនិយាយ បិទមាត់ខ្ញុំមិនដែលគិតអំពីការរៀបការជាមួយអ្នកទេហើយក៏មិនចង់ទៅកន្លែងកំសាន្តនោះដើម្បីធ្វើការដែរការរៀបការគឺអ្នករៀបចំការទៅធ្វើការនៅកន្លែងកំសាន្តក៏ជាគំនិតរបស់អ្នកដែរហើយឥឡូវនេះដោយសារតែរឿងនេះអ្នកមើលងាយខ្ញុំអ្នកមានសិទ្ធិអ្វីសិទ្ធិអី ឈប់អ្នកគិតថាខ្ញុំចង់រៀបការជាមួយបុរសដូចអ្នកឬ ច្បាស់អ្នកគិតយើងគោរពអ្នកដូចជាបុរសបើមិនមែនដោយសារតែអ្នកមានទំនាក់ទំនងជាមួយប្រធានជូទេយើងនឹងបោះអ្នកចោលឲ្យអត់ឃ្លាននៅតាមផ្លូវ តើអ្នកមានន័យយ៉ាងម៉េចតើអ្នកមានន័យដូចចម្ដេច លូឆេនដោយសាររឿងបានដល់ចំណុចនេះហើយខ្ញុំមិនខ្លាចនិយាយត្រង់ទេកាលនោះគឺលោកប្រធានជូតែបានរៀបចំឲ្យអ្នកមកផ្ទះយើងហើយបានឲ្យខ្ញុំ1សែនយ៉នម្ដាយខ្ញុំគិតថាអ្នកមានទំនាក់ទំនងខ្លះជាមួយលោកប្រធានជូដូច្នេះគាត់បានឲ្យខ្ញុំរៀបការជាមួយអ្នកប៉ុន្តែខ្ញុំមិននឹកស្មានថានៅក្នុងរយៈពេល3ឆ្នាំនេះគាត់មិនដែលយកចិត្តទុកដាក់ចំពោះអ្នកទេ ដូច្នេះរឿងទាំងអស់នេះគឺជាកំហុសរបស់ខ្ញុំអ្នកមិនដែលជាអ្នកសង្គ្រោះរបស់ខ្ញុំពីដើមដល់ចប់ខ្ញុំគ្រាន់តែជាឧបករណ៍ដែលអ្នកប្រើដើម្បីឡើងជណ្ដើរសង្គមមិនចម្លែកទេមិនចម្លែកសោះ តើអ្នកគិតយ៉ាងម៉េចប្អូនស្រីខ្ញុំនារីស្រស់ស្អាតដូចផ្កានឹងរៀបការជាមួយបុរសដែលបាត់បង់ការចងចាំជាមនុស្សល្ងីល្ងើ ដោយសាររឿងទាំងអស់បើកចំហើយដូច្នេះអាពាហ៍ពិពាហ៍នេះលែងមានហេតុផលដែលត្រូវបន្តទៀតទេចុះហត់លេខាខ្ញុំវាងទីងទីង ខ្ញុំលូឆេនស្ម័គ្រចិត្តខ្លាយជាប្តីប្រពន្ធថ្ងៃនេះចែករំលែកជីវិតនិងសេចក្តីស្លាប់ទាំងពេលល្អនិងពេលអាក្រក់រហូតដល់ភ្នំបាត់កំពូលទន្លេរីងស្ងួតក៏លន់ក្នុងរដូវរងាព្រិលក្នុងរដូវក្តៅមេឃនិងដីបញ្ចូលគ្នាទើបខ្ញុំចាស់ចេញពីអ្នក ឈប់កុំធ្វើមុខបែបស្មោះស្មានពិតវាធ្វើឲ្យខ្ញុំឈឺ តាមអ្នកចង់ យករបស់អ្នករួចចេញទៅកុំយកសំណាងអាក្រក់របស់អ្នកចូលគ្រួសារវាងយើង អ្នកមើលមិនឃើញទេ ខ
កុំព្យាយាមបោកខ្ញុំប្រាប់អ្នកខ្ញុំមានទំនាក់ទំនងនៅនាយកដ្ឋានគោលបាលចរាចរណ៍វាមិនមែនជារឿងធ្ងន់ធ្ងរទេមែនទេឈ្មោះ លូចេន អាយុ ខ្ញុំធ្លាប់មានជំងឺភ្លេចភ្លាំងពីមុនខ្ញុំមិនចាំអាយុរបស់ខ្ញុំទេ ភ្លេចភ្លាំងតើអ្នកត្រូវឡានបុកទេព្រោះអ្នកមិនមើលផ្លូវអ្នកមើលទៅជាល្អមើលតើអ្នកខ្លាយជាអ្នកគ្មានផ្ទះដូចនេះ ខ្ញុំក៏មិនច្បាស់ដែរ យល់ព្រមអ្នកអាចជួលកន្លែងខ្ញុំ1000ក្នុងមួយខែប្រាក់កក់មួយខែបង់មុន3ខែសរុប4000គ្មានការជំទាស់ គ្មានការជំទាស់ ចូលបង់ប្រាក់ឥឡូវ ប៉ុន្តែខ្ញុំគ្មានលុយនៅជាមួយខ្ញុំឥឡូវទេតើខ្ញុំអាចមានពេលខ្លះបានទេពេលខ្ញុំទទួលប្រាក់ខែខ្ញុំនឹងបង់ប្រាក់ឲ្យអ្នក អ្នកពិតជាក្រមែនអញ្ចឹងពេលអ្នកទទួលប្រាក់បង់ថ្លៃជួលឲ្យខ្ញុំអំពូលភ្លើងនៅក្នុងបន្ទប់ខ្ញុំខូចចាំទិញអំពូលហើយដាក់ឲ្យខ្ញុំ ដឹងហើយលោកស្រីបែក លឺសូមគុណពូសិនហ្វយបិទកិច្ចព្រមព្រៀងវិនិយោគនេះនៅថ្ងៃនេះ លោកប្រធានជូមកជប់ លោកប្រធានវាងអំពីការវិនិយោគតើលោកគិតយ៉ាងម៉េច កុំប្រញាប់លោកប្រធានជូមើលរឿងគឺយើងកម្រណាស់ដែលបានសប្បាយបែបនេះការនិយាយពីលុយគឺឆ្លើងពេកតោះទុកវាមួយឡែកតោះផឹកសិន លោកប្រធានជូយើងមិនទាន់ផឹកចប់ទេលោកប្រធានជូលោកមិនអីទេមកខាងនេះមើលផ្លូវលោកប្រធានជូយឺតបន្តិចលោកប្រធានជូអញ្ចឹងខ្ញុំគិតថាលោកកំពុងស្រវឹងបន្តិចខ្ញុំនាំលោកត្រឡប់ទៅសន្តាគារ កុំ តោះទៅ កុំខ្ញុំចង់ទៅតែ ទុកឲ្យនាងទៅអ្នកកំពុងធ្វើអ្វី អ្នកជានរណាខ្វល់ពីខ្លួនឯងទៅនាងជាមិត្តស្រីរបស់ខ្ញុំ មិត្តស្រីដូច្នេះខ្ញុំនឹងហៅសន្តិសុខមកផ្ទៀងផ្ទាត់ ក្មេងខ្ញុំនឹងចងចាំអ្នក អ្នកមិនអីទេ គម្រោងខាងខ្ញុំអ្នកប្រកាសជាចូលរួមជាមួយគ្នាការសម្ដែងជាអ្នកជាសេះពាក់គ្រឿងសឹកលឺរន្ទានេះខ្ញុំធ្លាប់ឃើញច្រើនដងហើយខ្ញុំមិនត្រូវការជំនួយរបស់អ្នកទេ ថែខ្លួនឯងឲ្យបានល្អអ្នករស់នៅឯណាខ្ញុំនឹងនាំអ្នកទៅផ្ទះនាងស្អាតណាស់ប្រសិនបើខ្ញុំទុកនាងនៅទីនេះវាគ្រោះថ្នាក់ណាស់ប្រហែលជាខ្ញុំគួរតែនាំនាងទៅផ្ទះសិនហើយរងចាំរហូតដល់នាងភ្ញាក់ស្មុគ លេងទៅហើយ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារួចហើយគ្រាន់តែរងចាំវិញ្ញាបនបត្រប៉ុណ្ណោះថ្ងៃនេះអ្នកត្រឡប់មកវិញលឺម្លេះតើរឿងមិនដំណើរការដោយរលូនទេ មានក្មេងឈួតម្នាក់អាប៉ូខេបំផ្លាញផែនការរបស់ខ្ញុំស្ត្រីនោះឈូយូស្វៀននាងមានសំណាងខ្ញុំមិនខ្វល់ពីរបៀបដែលអ្នកធ្វើទេប្រើគ្រប់មធ្យោបាយដើម្បីវាយប្រហារក្រុមហ៊ុនលីងស្វានក្នុងរយៈពេល3ថ្ងៃខ្ញុំចង់ឲ្យវាក្ស័យឋានឈូយូស្វៀនអូឈូយូស្វៀនចាំមើលពេលក្រុមហ៊ុនរបស់អ្នកក្ស័យឋានតើអ្នកនៅតែអាចប្រងើយដូចនេះបានទេបន្ទាប់មកអ្នកនឹងត្រូវលុតជង្គង់នៅមុខខ្ញុំហើយអង្វរ ស្ងប់ស្ងាត់
ទឹកទឹក នេះជាទឹកផឹក ទឹកខ្ញុំចង់បានទឹក ទឹក ណាជាណូណា ខ្ញុំ ខ្ញុំដឹងណាគឺលូសែនលូសែនលូឡាបបតែខ្ញុំបានអោយណាក់នៅឯណា ហេតុអ្វីបានជានាងដឹងខ្ញុំមានលូឡាបបមួយបាទនេះ ណាក់មានលូឡាបបមួយណាពិតជាលូសែនមែនលូសែន អ្នកដឹងទេ ប៉ុន្មានឆ្នាំនេះតែខ្ញុំអ្នកឯងលំបាកប៉ុណ្ណាហេតុអ្វីបានជាណាក់មិនមករកខ្ញុំឲ្យសោក ហេណាជាណូណាលោកស្រី សូមឲ្យខ្ញុំបញ្ចុះ ទេ វាគឺជាអ្នក ចេញទៅទើរបស់ខ្ញុំទើអ្វីដែលកាត់ឡើងកាលពីយុគមិនសូមធ្វើពុតជាមិនបានកាត់ឡើងណាក់មិនជំពាក់អ្វីខ្ញុំទេហើយខ្ញុំក៏មិនជំពាក់អ្វីណាក់ដែរ ប្រសិនបើអ្នកចង់ខ្ញុំអាចទទួលខុសត្រូវចំពោះអ្នក ទទួលខុសត្រូវតើណាអាចទទួលខុសត្រូវគីមួយអ្វីទ្រព្យសម្បត្តិទាំងអស់របស់ណារួមបញ្ចូលគ្នាមិនស្មើនឹងការបូបមួយរបស់ខ្ញុំទេតើណាកំពុងព្យាយាមទទួលខុសត្រូវគឺគ្រាន់តែយកប្រយោជន៍ 3 តើអ្នកកំពុងធ្វើអ្វីនៅកាន់លូឡាបបនោះទៀតដូចជាមនុស្សល្ងីល្ងើម្សិលមិញខ្ញុំបានសុំអ្នកជួសជុលអំពូលភ្លើងរបស់ខ្ញុំតើអ្នកណែណា 3ខ្ញុំនឹងទៅឥឡូវនេះ 3ហុចទូនេវីសឲ្យខ្ញុំ មើលអីមិនខ្លាចកើតជំងឺភ្នែកទេជួសហើយឬនៅលូឆិនឯងអីញាក់ឡើងលូឆិន អ្នកណាហ៊ានឈ្លានពានដាស៊ីរបស់ខ្ញុំនឹងត្រូវស្លាប់តែប៉ុណ្ណោះ លោកកងឡុងផ្ញើសារសម្ងាត់សាសនាព្រះអាទិត្យកំពុងមានចលនាថ្មីកងទ័ពកងឡុងត្រូវការពារព្រំដែនមិនអាចបំបែកមនុស្សច្រើនពេកទេ ពេលឆ្នាំមុនព្រះបរទេសទាំង4អង្គដែលឈ្លានពានដាស៊ីមានតែសេអ៊ូចាស់នោះដែលរត់រួចខ្លួនស្ទើរស្លាប់ពេលឆ្នាំកន្លងផុតទៅឥឡូវនេះគាត់ប្រហែលជាសះស្បើយហើយ លោកម្ចាស់បាត់ខ្លួនបើសេអ៊ូមកទៀតខ្ញុំខ្លាចថាពេញដាស៊ីគ្មាននរណាអាចទប់គាត់បានទេ តើដាវសម្រាប់ព្រះមានបញ្ហាអ្វីនេះគឺលោកម្ចាស់ដាវសម្រាប់ព្រះវាភ្ជាប់នឹងឆន្ទៈរបស់លោកម្ចាស់វាបានដឹងអំណាចទេវៈរបស់លោកម្ចាស់ ល្អណាស់លោកម្ចាស់ភ្ញាក់ឡើងហើយលោកម្ចាស់តើអ្នកអាចកំណត់ទីតាំងលោកម្ចាស់បានទេ កន្លែងដែលពន្លឺដាវចង្អុលគឺជាកន្លែងដែលលោកម្ចាស់នៅចេញបញ្ជាប្រមូលឆ្មាំខ្មោច100,000នាក់តាមខ្ញុំទៅទទួលលោកម្ចាស់វិញ បាទលោកម្ចាស់ លូឆេនអ្នកសុខសប្បាយទេអ្នកមិនអីទេ ចម្លែកធ្វើម៉េចអាចមានអំណាចអាចកំបាំងបន្ថែមនៅក្នុងខ្ញុំហើយរូបភាពទាំងនោះនៅក្នុងក្បាលខ្ញុំវាជាអ្វីតើវាជាការចងចាំរបស់ខ្ញុំទេ បើអ្នកមិនអីទេចេញទៅកុំស្លាប់ក្នុងផ្ទះខ្ញុំវានឹងប៉ះពាល់តម្លៃអចលនទ្រព្យរបស់ខ្ញុំ អូទេខ្ញុំនឹងយឺត លូឆេនអ្នកយឺត អ្នកគ្រប់គ្រងមានរឿងមួយកើតឡើងហើយវាធ្វើឲ្យខ្ញុំយឺត នេះជាក្រុមហ៊ុនស្របច្បាប់មិនមែនជាកសិដ្ឋានចិញ្ចឹមជ្រូកទេអ្នកមិនអាចមកតាមចិត្តពេលណាដែលអ្នកចង់ទេនោះគឺ$1,000ដល់ពីប្រាក់ខែអ្នក
មានរឿងអីចង់វាខ្ញុំទេមកសាក់មើលទៅចុះអ្នកគិតថាអ្នកអាចបំភ័យខ្ញុំបានទេបើអ្នកមិនចង់ធ្វើការដើរចេញទៅ ចូលមើល ប្រធានជូអ្នកដែលអ្នកសុំឲ្យខ្ញុំស៊ើបអង្កេតគឺជាអ្នកសុំទានដែលយើងរើសយកកាលពី3ឆ្នាំមុន អីគាត់ជាអ្នកសុំទាននោះ តើមានរឿងអីទេលោកស្រីជូ គ្មានអីទេបញ្ចុះទៅ ចាស់ក្រោយពេលគាត់ចេញពីមន្ទីរពេទ្យខ្ញុំបានរៀបចំឲ្យគាត់ស្នាក់នៅរបស់បុគ្គលិកចូលនិវត្តន៍ម្នាក់ផ្ទះរបស់សុនមីឥឡូវគាត់នៅសាខាកំសាន្តរបស់យើងធ្វើការជាអ្នកម៉ាសាឈ្មោះគាត់គឺលូឈិននេះពីផ្ទះរបស់លូឈិនយើងបានយកមករបស់របរនិងឯកសារ Lucen គាត់មិនសុំនឹងត្រូវហៅថា Lucen ទេបណ្ដេញគាត់ចេញ ចាស់ Samson Plek better ហើយគាត់នៅសិនទៅសាខាកំសាន្តប្រាប់គេអុយដឹងខ្លះហើយគាត់ធ្វើការងារដែលខកនឹងនឿយហត់ថែមទៀតមើលថាគាត់ធ្វើបែបណា យល់ព្រម លោកស្រីលេខាធិការកុំបារម្ភលូឈិននេះខ្ញុំធុញគាត់យូរហើយខ្ញុំធានាថានឹងធ្វើឲ្យបានសម្រេចអូយលូឈិនខ្ញុំគិតថាឈិនលូកំពុងគាំទ្រអ្នកឥឡូវមើលខ្ញុំលេងជាមួយអ្នកទៅហើយលូឈិនចូលមកយកពងលូឈិននៅខាងក្រៅឡានដឹកស៊ីម៉ងទើបតែមកដល់យកវាទៅលើដំបូលគ្មានជណ្ដើរយន្តធូលីច្រើនពេកមិនល្អសម្រាប់បទពិសោធន៍អតិថិជនប្រើជណ្ដើរ តើតាំងពីពេលណាដែលអ្នកម៉ាសាត្រូវដឹកស៊ីម៉ាំង ខ្ញុំជាអ្នកគ្រប់គ្រងខ្ញុំជាអ្នកសម្រេចថាអ្នកធ្វើអីខ្ញុំជាអ្នកទទួលខុសត្រូវអ្នកចូលរួមឬអត់ទេអញ្ចឹងខ្ចប់របស់ហើយចេញទៅកូនខូចខ្ញុំកំពុងមើលទៅលើខាងលើព្រះចានលោកវាងអ្វីដែលនាំអ្នកមកសូមអង្គុយទើបតែមួយផ្លេតពីកន្លែងរបស់អ្នកបុរសនោះតើគាត់ជាអ្នកក្រោមបង្គាប់របស់អ្នកទេលូឈិនពិតជាអ្នកម៉ាសាម្នាក់របស់ខ្ញុំលូឈិនអីអ្នកស្គាល់គាត់ គាត់ជាអតីតស្វាមីរបស់ខ្ញុំ ចៃដន្យណាស់យប់មិញអ្នកដែលបំផ្លាញផែនការរបស់ខ្ញុំគឺអាក្មេងនោះអាក្មេងនេះពិតជាហ៊ានប្រមាថអ្នកខ្ញុំនឹងបង្រៀនគាត់មេរៀនមួយចំនួនអ្នកប្រមាថមិនមែនទេគាត់គ្រាន់តែជាអ្នករំខានខ្ញុំឃើញគាត់រំខានបន្តិចលោកវាងខ្ញុំយល់ហើយខ្ញុំមានវិធីរាប់រយដើម្បីបំផ្លាញគាត់ចាំមើលនរណាម្នាក់ហើយលូឈិនចូលមកតើឯងមើលអ្វីឯងគិតថាឯងអាចគ្រាន់តែសម្លឹងទៅលើលោកវងអ្នកដែលថ្លៃថ្នូរដូចគាត់ឯងគិតថាឯងសំទេទៅយកសម្រាមចេញហេឯងអាចសម្អាតបានហើយអីឯងខឹងកុំប្រញាប់រឿងល្អបំផុតមិនទាន់មកដល់ទេខ្ញុំនឹងធ្វើឲ្យឯងដឹងបន្តិចម្ដងថាវាមានន័យយ៉ាងណាក្នុងការប្រឆាំងខ្ញុំនិងតម្លៃដែលឯងនឹងត្រូវចំណាយលូឆេនយកសម្រាមនោះចេញឥឡូវឯងចង់រក្សាការងារទេ លូឆេនវាគឺប្រធានជូដែលបានសង្គ្រោះជីវិតឯងរហូតដល់ឯងបានសង្គុណសង្គ្រោះជីវិតរបស់គាត់ឯងមិនអាចប្រមាថភ្ញៀវដ៏ថ្លៃថ្នូររបស់គាត់ទេមានរឿងអីវាឈឺទេ ទេខ្ញុំគ្រាន់តែឆ្ងល់ពីរបៀបដែលខ្ញុំបានបញ្ចប់ជាមួយបុរសដ៏គួរឲ្យអាណិតបែបនេះអស់រយៈពេល3ឆ្នាំ លោកស្រីឆ្មាំស្រមោល1សែននាក់បានមកដល់ដោយសម្ងាត់នៅក្រៅក្រុងជាងជើវ អូខេឲ្យពួកគេបោះជំរុំនៅក្រៅក្រុង
បើគ្មានបញ្ជារបស់ខ្ញុំគ្មាននរណាម្នាក់អាចធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតទេ បាទលោកស្រីតើយើងគួរជូនដំណឹងដល់អភិបាលក្រុងជាងជើទេដោយមានជំនួយពីគាត់ការស្វែងរកម្ចាស់សាលានឹងងាយស្រួលជាង មិនចាំបាច់ទេការស្វែងរកម្ចាស់សាលាជាបេសកម្មសម្ងាត់កំពូលគ្មាននរណាត្រូវបង្ហើបឡើយការប្រព្រឹត្តខុសនឹងត្រូវដោះស្រាយតាមច្បាប់យោធា ឡាហ្វីត1982សាក់មើលសូមអរគុណលោកវាងអញ្ចឹងទៅហេមើលគាត់ទៅរបៀបដែលគាត់រើសសម្រាមវាដូចជាមនុស្សកំពុងញ៉ាំពេលនិយាយអញ្ចឹងវាពិតជាដូចអញ្ចឹងអ្នកឃើញទេគំនិតតែមួយធ្វើឲ្យមានភាពខុសគ្នាបើអ្នកនៅជាមួយគាត់អ្នកនឹងគ្រាន់តែស្ត្រីឥតបានការតែបើអ្នកនៅជាមួយខ្ញុំអ្នកនឹងមិនត្រឹមតែភ្លុកស្រា$100,000នេះប៉ុន្តែថែមទាំងទទួលបានជីវិតលំដាប់កំពូល សម្រាប់ខ្ញុំវិញខ្ញុំត្រឹមតែបន្ទោសខ្លួនឯងតែដឹងយឺតទេ អ្នកគឺគ្មានអ្វីក្រៅពីមនុស្សថ្នាក់ទាបបំផុតក្នុងសង្គមចូលចិត្តលូកដៃក្នុងរឿងអ្នកដទៃគួរឲ្យអស់សំណើចណាស់ប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងអ្នកសាកសមតែរើសម្រាមរហូតលូឆិនអ្នកគួរតែដឹងគុណតែបានផឹកស្រានេះ$100,000ថ្ងៃនេះប្រញាប់អរគុណលោកវាង ចឹងស្យងអរគុណអីចឹង លូឆិនមិនខ្លាចគេបណ្ដេញចេញទេ ខ្ញុំគ្រាន់តែជាអ្នកបច្ចេកទេសទៀតខ្ញុំគ្រាន់តែចង់ធ្វើការដោយសុខសាន្តហើយរកប្រាក់ឈ្នួលសមរម្យហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំពិបាកហេតុអ្វីប្រាប់ខ្ញុំមកតើខ្ញុំបានធ្វើអ្វីឲ្យអ្នកខឹមហេតុអ្វីអ្នកត្រូវរុនខ្ញុំឲ្យឈានដល់ទីបំផុត បងគុំអ្នកទាំងអស់គ្នាឈរចាំអីចាប់គាត់ចងគាត់ឥឡូវនេះថ្ងៃនេះខ្ញុំនឹងចងគាត់ដោយគ្រប់មធ្យោបាយតាទើបតែអ្នកទាត់ខ្ញុំដោយជើងស្ដាំលើកជើងស្ដាំរបស់គាត់ចាំបន្តិចលោកវាងអីអ្នកក៏ចង់សាកដែរទេខ្ញុំទើបតែនឹកឃើញអ្វីមួយគាត់ហាក់ដូចជាបានធ្វើឲ្យលេខាធិការចេនលូរបស់ប្រធានជូបើមិនអញ្ចឹងទេអញ្ជើញនាងមកមើលរឿងកំ pl ែងជាមួយគ្នាលេខាធិការរបស់ជូយូសវាងអូខេល្អណាស់ហើយនាងឥឡូវនេះ ខ្ញុំមិនចាប់អារម្មណ៍មើលជើងបាក់អីអ្នកដោះស្រាយខ្លួនឯងកុំទៅឆ្ងាយពេក មានរឿងអី ទើបតែរបស់ទីក្រុងកំសាន្តអ្នកគ្រប់គ្រងបច្ចេកទេសចឹងស្យងបានទូរស័ព្ទមកនិយាយថាលូចេនវាយវាងឆាងហុងឥឡូវគេចាប់គាត់បានវាងឆាងហុងថាគាត់នឹងបាក់ជើងគាត់ អីតែចាំស្ទឹងកំពុងធ្វើអីឥឡូវគេនៅឯណា នៅទីក្រុងកំសាន្តការិយាល័យបច្ចេកទេស ប្រមូលសិនសឹកទាំងដល់ចេញដំណើរផ្លែម ថៅកែវាងលេខាធិការចេនថានាងមិនអាចមកបានគួរឲ្យស្ដាយទិដ្ឋភាពស្អាតបែបនេះនាងមិនបានឃើញទេ លោកម្ចាស់សាលកំពុងប្រើអំណាចទេវៈម្ដងទៀតប្រហែលជាគាត់កំពុងមានគ្រោះថ្នាក់នរណាម្នាក់ លោកម្ចាស់ ប្រមូលអ្នកយាមស្រមោលភ្លាមគោលដៅទីស្ថាន20គីឡូម៉ែត្របើកលបឿនពេញ បាត់ចាស់ថយក្រោយឆាប់គាត់រងរបួសគ្រប់គ្រងគាត់ខ្ញុំនឹងសម្លាប់អ្នក គឺ
អូមើលនរណាមកដល់អញ្ចឹងជាលោកប្រធានជូ នាងវាពិតជាគាត់ប្រធានក្រុមហ៊ុនលីងសួនអ្នកសង្គ្រោះរបស់ខ្ញុំជូយូសួនវាគឺជាគាត់តាំងពីដើម អីរ៉ារញ៉ែរញ៉ៃណាធ្វើម៉េចណាអាចខ្លាយជាអ្នកគ្រប់គ្រង លោកប្រធានជូខ្ញុំពិតជាគ្មានអ្វីពាក់ព័ន្ធទេវាជារបស់លូឆេនទាំងអស់មើលគាត់វាប្រធានវាងមើលបុគ្គលិករបស់អ្នកធ្វើឲ្យខ្ញុំរងរបួសអ្នកត្រូវផ្ដល់ឲ្យខ្ញុំចម្លើយថ្ងៃនេះ បន្ទាប់ពីយើងស៊ើបអង្កេតខ្ញុំនឹងចូលឲ្យប្រធានវាងការបញ្ចូលមួយប៉ុន្តែមិននោះហើយអង្គរសរបស់ណាដល់លែងបុគ្គលិករបស់ខ្ញុំ បើខ្ញុំមិនព្រម វាងសាងហុងនេះជាក្រុមហ៊ុនរបស់ខ្ញុំវាមិនមែនជាកន្លែងរបស់ណាដើម្បីវិនិច្ឆ័យទេតែអ្នកគិតថាក្រុមសន្តិសុខរបស់ខ្ញុំគ្រាន់តែជាការបង្ហាញ ល្អណាស់ខ្ញុំសង្ឃឹមថាអ្នកនៅតែអាចរឹងរូសបែបនេះពេលអ្នកជួបខ្ញុំម្ដងទៀតតោះទៅ អាណាមកជាមួយខ្ញុំ ដើម្បីជាងបច្ចេកទេសតូចម្នាក់អ្នកហ៊ានមិនឲ្យមុខខ្ញុំទេតតែសោះជូយូសងល្អណាស់លោកវាងបើអ្នកពិតជាចង់តាមរកលូឆេនខ្ញុំនឹងគិតរឿងផ្សេងគ្រាន់តែពូរបស់ខ្ញុំទៅស្វាគមន៍គូឆាងឡុងថ្ងៃនេះបើមិនដូច្នោះទេទោះបីជាជូយូសងនៅទីនេះយើងមិនចាំបាច់ខ្លាចនាងទេពូរបស់អ្នកគ្រប់គ្រងរងខ្ញុំនៅមានផែនការធំសម្រាប់គាត់សម្រាប់ជាងបច្ចេកទេសតូចម្នាក់វាមិនគ្រប់គ្រាន់ទេសម្រាប់ខ្ញុំលេងកាតនោះឆាប់ក្រុមហ៊ុនលីងសងទាំងមូលនឹងក្លាយជារបស់ខ្ញុំពេលដែលវាកាត់ឡើងជូយូសងខ្ញុំនឹងធ្វើឲ្យអ្នកបង់ថ្លៃចំពោះភាពក្រអឺតក្រទុំរបស់អ្នកតម្លៃអ្នកស្រីជូ ខ្ញុំពិតជា ខ្ញុំមិនដឹងថាជាអ្នកទេបើខ្ញុំដឹងថាជាអ្នកខ្ញុំមិនដែលពិតមាត់ អ្នកស្រីជូខ្ញុំអាចខើក៏ដោយប៉ុន្តែខ្ញុំនៅតែកាន់ពាក្យសម្ដីរបស់ខ្ញុំបើអ្នកព្រមខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះអ្នក ទទួលខុសត្រូវណាជាមួយប្រាក់$4,000ដែលខ្ញុំឲ្យណាជាប្រាក់ខែរបស់ណានឹងទទួលខុសត្រូវចំពោះខ្ញុំអញ្ចឹងទេ ខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកដោយចិត្តស្មោះ កុំនិយាយទៀតខ្ញុំបានប្រាប់អ្នកហើយយើងមិនមែនជីកអ្នកដូចគ្នាទេកុំមានការស្រមើស្រមៃដែលមិនប្រាកដនិយម អ្នកស្រីជូដំណឹងអាក្រក់ទើបតែពេលនេះអ្នកផ្គត់ផ្គង់កម្ពុជារបស់ក្រុមហ៊ុនបានទូរស័ព្ទស្ទើរតែក្នុងពេលតែមួយដើម្បីទាមទារការទូទាត់លំហូរសាច់ប្រាក់របស់យើងចិត្តដាច់ហើយ មិនក៏កើតរឿងនេះពួកគេមិនបាននិយាយទេថាយើងនឹងទទួលបានការបន្សែលពេលមួយខែ នេះត្រូវតែជាការងាររបស់វាងឆាងហុង ចំពោះអ្នកគ្រប់គ្រងវិញគ្រាន់តែធ្វើឲ្យពួកគេចាំមុនសិនអគូសាំងឡងមកពីរ៉េតផាយខូពីតានិងមកត្រួតពីនិតបើគាត់សុខចិត្តវិនិយោគនៅមានសង្ឃឹមទៀតខ្ញុំនឹងទទួលគាត់អ្នកត្រៀមខ្លួន អូខេ អ្នកស្រីជូខ្ញុំបានឮថាលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអ្នកចិត្តដាច់ហើយ អញ្ចឹងមែនទេនោះជារឿងរបស់ក្រុមហ៊ុនយើងមិនចាំបាច់ឲ្យអ្នកព្រួយបារម្ភទេលោកវាង អ្នកស្រីជូអ្នកកំពុងធ្វើពិធីពេកហើយយើងស្និទ្ធស្នាលគ្នាណាស់តើខ្ញុំអាចឈរមើលទេយប់នេះនៅសន្តាគារ Galaxy ខ្ញុំបានកក់បន្ទប់ឯកជនមួយតោះយើងអង្គុយជាមួយគ្នាហើយពិភាក្សាការវិនិយោគ$1,000 លានតើអ្នកថាយ៉ាងម៉េចអ្នកស្រីជូខ្ញុំជឿថាអ្នកជាមនុស្សឆ្លាតអ្នកនឹងធ្វើការជ្រើសរើសដ៏ឆ្លៀសវៃ តែអ្នកមិនបាននិយាយទេថានឹងទទួលខុសត្រូវចំពោះខ្ញុំតើអ្នកអាចរក$1,000 លានបានទេបើអ្នកអាចខ្ញុំជារបស់អ្នកចេញទៅធ្វើពុតថាថ្ងៃនោះមិនได้កើតឡើងខ្ញុំមិនចង់ឃើញអ្នកទីទេ ហេបើមិនមែនរបស់ប្រធានជូអ្នកស្ដាំដៃ សរីរាង្គខាងក្នុងរបស់គាត់កំពុងខូចមុខងារសញ្ញាទាំង5នៃសេចក្តីស្លាប់គាត់មិនមានពេលច្រើនទេ ឆ្កែល្អមិនរងផ្លូវទេអ្នកឈរនៅទីនេះធ្វើអ្វីចេញទៅ លោកម្ចាស់សរីរាង្គខាងក្នុងរបស់លោកចិត្តខូចមុខងារហើយទៅមន្ទីរពេទ្យបើយឺតជាងនេះនឹងយឺតពេលហើយ អ្នកនេះជានរណាហ៊ាននិយាយឥតប្រយោជន៍ហើយអ្នកហ៊ានជេរប្រមាថជីតាខ្ញុំ លូឆេន
អ្នកមានចិត្តក្លាហានណាស់លោកគូជាភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុនបើដោយសារតែការនិយាយឥតប្រយោជន៍របស់អ្នកក្រុមហ៊ុនបាត់បង់ការវិនិយោគនេះប្រធានជូនឹងមិនទុកឲ្យអ្នករួចខ្លួនទេខ្ចប់របស់ហើយចេញទៅឥឡូវនេះក្រុមហ៊ុនលីងស្វានគ្មានកន្លែងសម្រាប់មនុស្សដូចអ្នកទេ រញ៉ែញ៉ៃណាហាមស្ណាលោកគូសូមស្វាគមន៍មកកាន់ក្រុមហ៊ុនយើងខ្ញុំ ប្រធានជូលោកពេញចិត្តខ្លាំងណាស់យើងគឺមានផលប្រយោជន៍ទៅវិញទៅមក តែមានរឿងអ៊ីកាត់ឡើង ប្រធានជូដូច្នេះយើងគួរតែសួរលូឆេនដែលលោកធានានេះអញ្ចឹងវាដូចនេះពួកយើងទៅតែកំពុងទទួលលោកគោហើយគាត់មកនិយាយថាចាស់ទុំចិត្តស្លាប់ហើយមិនមែនសំហែកសំផទេហួសហេតុពេកហើយ ខ្ញុំមិនដែលគិតថាអ្នកនឹងគ្មានសមត្ថភាពខ្លាំងកែបនេះហើយធ្វើឲ្យខូចប្រយោជន៍ទៀត ប្រធានជូ ចឹងទៅខ្ញុំមិនចង់ឃើញអ្នកទៀតទេ ខ្ញុំមិនមានបំណងដាក់បណ្ដាសាអ្នកណាម្នាក់ទេខ្ញុំគ្រាន់តែបញ្ជាក់ការពិត សុកនិយាយខ្ញុំមិនចង់ឲ្យទៀតទេឥឡូវនេះចេញពីមុខខ្ញុំទៅ លូឆេនប្រធានជូថាឲ្យទៅឆ្ងាយតើអ្នកថ្លង់ទេឬក៏ខ្ញុំត្រូវអូសអ្នកចេញ ល្អខ្ញុំចេញទៅ លោកគូខ្ញុំសំទោសខ្ញុំសង្ឃឹមថាអ្នកមិនខ្វល់ទេ មិនអីទេគ្រាន់តែជារឿងតូចតាចប្រធានជូមិនបាច់បារម្ភ ប្រធានជូខ្ញុំគិតថាអ្នកគួរតែវិន័យអ្នកក្រមបង្គាប់របស់អ្នកប្រសិនបើជីតារបស់ខ្ញុំមានបញ្ហាអ្វីមួយអ្នកមិនអាចទទួលខុសត្រូវបានទេ លោកកូ ជីតាមានរឿងអីជីតា លោកកូ ជីតារថយន្តសង្គ្រោះហើយរថយន្តសង្គ្រោះឆាប់ ដល់ពេលរត់ទិនសង្គ្រោះមកដល់វានឹងយឺតពេលមានមន្ទីរពេទ្យនៅបែរដោះនាំគាត់ទៅមន្ទីរពេទ្យធ្ងន់ អូខេ មុនពេលយើងរកមេសាលដោយគ្មានបញ្ជារបស់ខ្ញុំសូម្បីតែរុយមួយមិនត្រូវបានអនុញ្ញាតឲ្យចេញទេ តើអ្នកជាអ្នកណានេះជាក្រុមហ៊ុនរបស់ខ្ញុំហេតុអ្វីមិនឲ្យខ្ញុំចេញ កិច្ចការឆ្មាំស្រមោលអ្នកណាហ៊ានជ្រៀតជ្រែកនឹងត្រូវសម្លាប់ចោលភ្លាម ពូយោធាលោកមតាលោកក៏កាត់កែងបេះដូងវាធ្ងន់ធ្ងរណាស់គាត់ត្រូវការជំនួយសង្គ្រោះបន្ទាន់សូមអនុញ្ញាតពិសេសផងខ្ញុំមកពីក្រុមហ៊ុន Lenguran ជាប្រធានក្រុមហ៊ុន តើខ្ញុំអាចជួយអ្វីអ្នក បើអ្នកត្រូវការកិច្ចសហការរបស់ខ្ញុំសូមប្រាប់ខ្ញុំផង ទុកឲ្យអ្នកទាំងនេះចេញទៅសូមអរគុណឥឡូវនេះខ្ញុំសូមរំខានលោកប្រធានឈីប្រមូលមនុស្សទាំងអស់ពីលេងឈួនហើយនាំពួកគេមកទីនេះ ចម្លែកហេតុអ្វីដាវ Godslayer មិនឆ្លើយតបតើអាចថាម្ចាស់វាំងបានចាក់ចេញហើយលោកប្រធានឈីតើមនុស្សទាំងអស់នៅទីនេះហើយឬ បុគ្គលិកទាំងកោរបស់ Lenguran បុគ្គលិកទាំងកោរួមទាំងអ្នកបោសសម្ហារអ្នកយាមនិងអ្នកម៉ាសាយសុទ្ធតែនៅទីនេះ លោកប្រធានឈីនេះជាបញ្ហាធ្ងន់ធ្ងរខ្ញុំត្រូវបញ្ជូនមនុស្សរបស់ខ្ញុំទៅស្វែងរកគ្រប់ជ្រុងទីនេះសូមសហការ សូមទៅចុះ លោកស្រីរកគ្មានអ្វីឃើញទេ ដកថយ ខានគ្រូអភិបាលខេត្តជាងស្ហរតើគាត់មកធ្វើអ្វីនៅទីនេះហាមคุยអភិបាលនៃគៀងទៅតើគាត់មកធ្វើអ្វីនៅទីនេះ ឈប់អ្នកណានៅទីនោះខ្ញុំគឺហាងខុយអភិបាលនៃជាងជើខ្ញុំចង់គោរពដល់លោក Phantom លោក Phantom អ្នកមកជាងជើសម្រាប់ដំណើរត្រួតពិនិត្យហើយខ្ញុំមិនបានស្វាគមន៍អ្នកឲ្យបានត្រឹមត្រូវទេសូមអភ័យទោសចំពោះការធ្វេសប្រហែសរបស់ខ្ញុំ មិនអីទេ ខ្ញុំទើបតែដឹងថាអ្នកមកដល់ដូច្នេះខ្ញុំបានរៀបចំពិធីជប់លៀងយប់នេះខ្ញុំសូមអញ្ជើញអ្នកដោយរៀបទៀបដើម្បីចូលរួមកិច្ចអញ្ជើញនេះ មិនបាច់ទេខ្ញុំមានរឿងសំខាន់ហើយគ្មានពេលសម្រាប់អាហារពេលល្ងាចទេ និយាយពីនេះតើវាយ៉ាងម៉េចដែរដោយសារអ្នកនៅជាងជើប្រសិនបើមានអ្វីដែលខ្ញុំអាចជួយបានសូមកុំស្ទាក់ស្ទើរក្នុងការសួរខ្ញុំនឹងខិតខំសហការឲ្យអស់ពីសមត្ថភាព បើខ្ញុំត្រូវការអ្វីខ្ញុំនឹងប្រាប់អ្នកកុំនិយាយទេបើខ្ញុំមិនបានសួរយល់ព្រមខ្ញុំមានរឿងត្រូវធ្វើ លាហើយលោកម្ចាស់ លោកម្ចាស់អ្នកនោះតើគាត់ជាអ្នកណាពិតប្រាកដ អ្នកដែលយើងមិនអាចប្រថុយនឹងការប្រមាថបានទេនៅក្នុងកែវភ្នែកអ្នកដទៃខ្ញុំជាអ្នកដឹកនាំនៃខេត្តទាំងមូលមិនអាចតាក់ទាញនឹងខ្ពស់ម៉ឺនប៉ុន្តែនៅក្នុងកែវភ្នែករបស់នាងខ្ញុំគឺគ្មានអ្វីក្រៅពីស្រមោចតូចមួយដោយការច្របាច់ស្រាវខ្ញុំនឹងត្រូវខ្ទេចខ្ទី
លូចេនអ្នកដឹងទេធ្វើជាបុរសបែបនេះអ្នកពិតជាគួរឲ្យអាណិតណាស់ប្រពន្ធរបស់អ្នកមើលងាយអ្នកមិនអាចទៅថ្លៃឈ្នួលផ្ទះបានទេហើយស្ត្រីដែលអ្នកចង់ការពារអ្នកមិនអាចការពារនាងបានទេអ្នកគ្មានប្រយោជន៍ទេអ្នកគ្មានប្រយោជន៍លោកវេជ្ជបណ្ឌិតលីតើជីតាខ្ញុំយ៉ាងម៉េចដែរគាត់មិនអីទេ កញ្ញាគូស្ថានភាពរបស់លោកគូគឺអាក្រក់ណាស់សរីរាង្គខាងក្នុងរបស់គាត់កំពុងដំណើរការខុសយើងមិនអាចធ្វើអ្វីបានទៀតទេ លោកវេជ្ជបណ្ឌិតលីអ្នកនៅជាងឆៅគ្រូពេទ្យល្អបំផុតខ្ញុំសូមអង្វរអ្នកសូមរកវិធីមួយផងតម្លៃប៉ុន្មានមិនថាតម្លៃប៉ុន្មានទេខ្ញុំអាចបង់ឲ្យអ្នកបានក ញ្ញាគូវាមិនមែនអំពីលុយទេយើងមានសមត្ថភាពមានកំណត់ពិតជាគ្មានអ្វីដែលយើងអាចធ្វើបានទេអ្នករៀបចំពិធីបុណ្យសព លោកវេជ្ជបណ្ឌិតលី លោកតាសរីរាង្គខាងក្នុងរបស់អ្នកចិត្តដំណើរការខុសហើយទៅមន្ទីរពេទ្យឥឡូវនេះវានឹងយឺតពេក លោកជូថ្ងៃនេះក្រុមហ៊ុនរបស់អ្នកណាដែលអ្នកបានបណ្ដេញចេញខ្ញុំត្រូវការរំពាត់ អូអ្នកដែលអ្នកនិយាយពីនោះស្មូគាត់គឺលូខែនតើអ្នកត្រូវការគាត់ធ្វើទេ ទើបតែនៅមន្ទីរពេទ្យគេចេញសេចក្តីជូនដំណឹងធ្ងន់ដល់តាគេថាតាមិនអាចរស់ទេហើយរោគសញ្ញាគឺដូចអ្វីដែលលូឆែនធ្លាប់រៀបរាប់ អីមេក៏កើតឡើងដូចនេះ តាំងពីលូឆែននេះអាចរៀបរាប់រោគសញ្ញាបានគាត់ត្រូវតែមានវិធីសង្គ្រោះតាប្រធានឈីសូមតាក់ទងគាត់ផងសូមអង្វរគាត់រកវិធីឲ្យសង្គ្រោះតាខ្ញុំ អញ្ចឹងអូខេកុំបារម្ភខ្ញុំនឹងតាក់ទងគាត់ឥឡូវលឺរកលេខលូខែនមកផ្ញើមកទូរស័ព្ទខ្ញុំ អូខេប្រធានឈីលេខត្រូវបានផ្ញើជូនហើយ 3 ឆ្នាំហើយអ្នកថាខ្ញុំទុកអ្នករហូតមកតើមានប្រយោជន៍អី អ្នកនេះលៀនដាក់ទូរស័ព្ទខ្ញុំរៀបចំណានខ្ញុំត្រូវចេញទៅលូសែន អីបងស្រះកំពុងរកអ្នកណា បើភ្នែកណហើយមើលឲ្យច្បាស់ខ្ញុំទេ អូនាយកប្រតិបត្តិជូអ្វីដែលនាំមនុស្សមានឋានៈដូចអ្នកមកកន្លែងជួរដែលខូចខាត លូសែនតែអ្នកដឹងដោយរបៀបណាថាគូចាំងឡងឈឺ ខ្ញុំមិនបានកត់សម្គាល់ទេខ្ញុំនិយាយលេងទេ លូសែនសូមជួយខ្ញុំមួយអីព្យាបាលគូចាំងឡងគាត់ជាអតិថិជនសំខាន់បំផុតសម្រាប់ខ្ញុំ នាយកប្រតិបត្តិជូអ្នកខុសហើយខ្ញុំគ្រាន់តែជាអ្នកតែកំភ្លៀងតូចមួយឥឡូវខ្ញុំមិនមែនជាអ្នកតែកំភ្លៀងទៀតហើយអ្នកបានបណ្ដេញខ្ញុំប្រាប់ខ្ញុំមកមនុស្សដូចខ្ញុំតើខ្ញុំអាចដឹងយ៉ាងណាអំពីការព្យាបាលមនុស្សមែនទេនាយកប្រតិបត្តិជូ លូសែនគុំមិនដឹងគុណមើលហាក់កិរិយារបស់អ្នកនិយាយឆ្លៃអ្នកលើវាប្រហែលមនុស្សញុះញង់អតិថិជនសំខាន់ទង្វើមួយក្នុងចំណោមនោះគ្រប់គ្រាន់ឲ្យបណ្ដេញអ្នក10ដង នោះហើយជាមូលហេតុនាយកប្រតិបត្តិជូអ្នកពិតជាឆ្លាតអំពីអ្នកបណ្ដេញខ្ញុំគ្មានការត្អូញត្អែរទាល់តែសោះមានអ្វីទៀតទេ អ្នកមិនអាចទេ លោកឆេនតើអ្នកអាចជួយខ្ញុំបានទេ តើខ្ញុំអាចជួយអ្នកអ្វីខ្លះ អ្នកបានផឹកស្រាហើយមែនពេលនេះថ្ងៃត្រង់ហើយអ្នកគ្មានការងារធ្វើទេហេតុអ្វីបានជាអ្នកផឹកស្រា ខ្ញុំបាត់ការងារខ្ញុំជំពាក់អ្នកថ្លៃផ្ទះប្រហែលជាត្រូវចំណាយពេលបន្តិចមុនពេលខ្ញុំអាចសងអ្នកវិញខ្ញុំនឹងចិនទៅនៅកន្លែងផ្សេងនៅថ្ងៃស្អែកដើម្បីទុកផ្ទះឲ្យអ្នកថ្លៃផ្ទះពីមុនអាចរងចាំបានតែរហូតដល់ខ្ញុំរកការងារថ្មីបានទើបខ្ញុំសងអ្នកវិញ ការបាត់ការងារជារឿងល្អមិនមែនជាបញ្ហាធំទេតារាប់ណាអ្នកយល់ព្រមតាមលក្ខខណ្ឌមួយកុំបារម្ភខ្ញុំនឹងលើកលែងថ្លៃផ្ទះពេលខែមុនហើយខ្ញុំនឹងអនុញ្ញាតឲ្យអ្នកនៅដោយឥតគិតថ្លៃរយៈពេល3ខែ ទោះបីជាខ្ញុំជាអ្នកម៉ាសាខ្ញុំជាមនុស្សដែលមានគោលការណ៍រឹងមាំខ្ញុំផ្ដល់សេវាម៉ាសាតែប៉ុណ្ណោះគ្មានអ្វីទៀតទេ ឯងនិយាយអ្វីគេឯង
ទោះបីជាឯងឲ្យលុយខ្ញុំក៏ដោយខ្ញុំក៏មិនចង់បានឯងដែរហើយឯងគិតថាឯងអាចចេញថ្លៃផ្ទះជាមួយរឿងនោះបានសុបិនឃើញ អញ្ចឹងបែតើអាខណ្ឌរបស់អ្នកជាអ្វីថាមើល ខ្ញុំនឹងនិយាយត្រង់យប់នេះខ្ញុំមានការប្រជុំថ្នាក់ខ្ញុំចង់ឲ្យអ្នកសម្ដែងជាមិត្តប្រុសរបស់ខ្ញុំតែយប់នេះទេខ្ញុំនឹងកាត់ថ្លៃផ្ទះ6ខែព្រម ទេខ្ញុំមិនអាចធ្វើបានទេ ហេតុអ្វីវាគ្រាន់តែសុំឲ្យអ្នកសម្ដែងជាមិត្តប្រុសរបស់ខ្ញុំមិនមែនខ្ញុំសុំឲ្យអ្នកតើកាត់ភ្លើងទេឯងជាប្រុសឬ អញ្ចឹងក៏បានខ្ញុំយល់ព្រមតែបែអ្នកបានសន្យាថានឹងឲ្យថ្លៃផ្ទះ6ខែអ្នកមិនអាចដល់ពាក្យបានទេ កុំបារម្ភវាគ្រាន់តែថ្លៃផ្ទះ6ខែប៉ុណ្ណោះបាយជីរបស់អ្នកនឹងមិនដកពាក្យវិញទេដោយសារតែរឿងនោះខ្ញុំមានសម្លៀកបំពាក់ស្អាតត្រៀមសម្រាប់អ្នកទៅងូតទឹកធ្វើខ្លួនឲ្យស្រស់យប់នេះកុំឲ្យខ្ញុំអាម៉ាស់នៅក្នុងការប្រជុំមានមនុស្សម្នាក់ដែលជាគូប្រជែងដ៏សំខាន់របស់ខ្ញុំកុំនិយាយច្រើនពេកនៅពេលក្រោយធ្វើតាមសញ្ញារបស់ខ្ញុំ អូយកហើយ អ្នកស្គាល់នាង មនុស្សធម្មតាដូចខ្ញុំតើអាចស្គាល់មនុស្សដូចនាងដែលជាទេពកោសល្យ ជូមកអង្គុយទីនេះអូបាយជូបុរសនេះដែលអ្នកនាំមកតើបុរសក្មេងស្អាតនេះជានរណាហេតុអ្វីបានជាអ្នកមិនណែនាំគាត់ឲ្យអ្នករាល់គ្នាអ្វីទៅបុរសក្មេងស្អាតស៊ូរងអ្នកនៅដែលដូចពីមុនមាត់ឆ្កែមិនដែលមានភ្លុកខ្ញុំសូមណែនាំអ្នករាល់គ្នានេះជាមិត្តប្រុសរបស់ខ្ញុំលូឆេនអូដូច្នេះគាត់ជាមិត្តប្រុសរបស់អ្នកលូឆេនចឹកឈ្មោះនោះអ្នកអានប្រឡំលោកច្រើនពេកមែនទេ សុំទោសអ្នករាល់គ្នាខ្ញុំមកយឺតខ្ញុំបានបង់លុយរួចហើយចាត់ទុកវាជាការសុំទោសរបស់ខ្ញុំចំពោះអ្នករាល់គ្នាតើបុរសនេះជានរណាស្អាតណាស់ហើយចេះចាយលុយផងជាបុរសពិតប្រាកដខ្ញុំសូមណែនាំគាត់ឲ្យអ្នករាល់គ្នាស្គាល់បុរសនេះជាមិត្តប្រុសរបស់ខ្ញុំចាងគុណហុងសុងកាពីតាលអ្នកគ្រប់គ្រងផ្នែកវិនិយោគវ៉យគាត់ពិតជាមកពីហុងសុងកាពីតាលខ្ញុំហុងសុងកាពីតាលបុគ្គលិកនៅផ្នែកវិនិយោគសុទ្ធតែរកបានជាង1 លានដុល្លារក្នុងមួយឆ្នាំព្រោះអ្នករកបាន1 លានគ្រាន់តែជាបុគ្គលិកធម្មតាចាងគុណជាអ្នកគ្រប់គ្រងធ្វើម៉េចគាត់អាចមានតែប្រាក់ខែតិចតួចនោះស៊ូរងមានសំណាងណាស់តែរកបានមិត្តប្រុសល្អមិត្តប្រុសបើប្រៀបធៀបទៅវិញបាយជូនៅឆ្ងាយណាស់តកដង្ហើមបាយជូធ្លាប់ជានារីស្អាតប្រចាំសាលាយើងហេបាយជូមិត្តប្រុសរបស់អ្នកធ្វើការអ្វីអ្នកនៅមិនទាន់ណែនាំគាត់ឲ្យអ្នករាល់គ្នាកុំប្រាប់ខ្ញុំថាអ្នកខ្មាស់គេពេកនិយាយមិនចេញហាថ្ងៃនេះប្រាក់កម្ចី1000 លានដុល្លារនោះត្រូវតែរក្សាទុកបើមិនដូច្នោះទេក្រុមហ៊ុនលីងសាននឹងមិនរស់រានដល់ថ្ងៃទី2ឡើយជូយូស្វានអ្នកត្រូវតែគ្រប់គ្រងកំហឹងរបស់អ្នកពិតជាត្រូវទុកវាឲ្យបានទោះបីខ្ញុំត្រូវគេយកប្រយោជន៍បន្តិចក៏មិនមែនបាត់បង់សក្តានុពលដែរ លោកប្រធានជូរឿងដែលខ្ញុំបានសួរអ្នកទៅដល់ណាហើយ លោកស្រីគូខ្ញុំបានទៅជួបលូចេនហើយប៉ុន្តែគាត់មិនព្រមទេខ្ញុំមិនអាចធ្វើអ្វីបានទេ លោកប្រធានជូដូច្នេះតើអ្នកអាចផ្ញើទីតាំងរបស់គាត់ឲ្យខ្ញុំបានទេខ្ញុំនឹងទៅរកគាត់ឥឡូវនេះ ខ្ញុំទើបតែនៅសន្តាគារ Galaxy ហើយបានជួបគាត់គូតែកំពុងញ៉ាំអាហារនៅទីនោះបើអ្នកចង់រកគាត់អ្នកអាចមកដល់សន្តាគារ Galaxy អ្នកគ្រប់គ្រងគូគឺខ្ញុំគូយ៉ាន អូអ្នកស្រីគូតើអ្នកមកញ៉ាំអាហារទេខ្ញុំនឹងរៀបចំឲ្យអ្នកភ្លាម អ្នកគ្រប់គ្រងគូមានរឿងតូចមួយតែខ្ញុំចង់សុំជំនួយពីអ្នកភ្ញៀវម្នាក់ឈ្មោះលូចេនកំពុងញ៉ាំអាហារនៅសន្តាគាររបស់អ្នកខ្ញុំចង់ឲ្យអ្នកពិនិត្យមើលថាគាត់នៅបន្ទប់ឯកជនណាហើយសូមផ្ញើស្រាល្អពី10ផង តើចង់បានតម្លៃប៉ុន្មានទើបសំរុំ ខ្ញុំនឹកឃើញកន្លែងអ្នកមានស្រាពី10ជាស្រាកំណត់ការចេញ Romani Conti មែនទេ តម្លៃសរុបនៃស្រាទាំងពីរ10នោះលើសពី3 លានដុល្លារតើអ្នកប្រកាសថាចង់ឲ្យគេទេ ចាមានតែពី10នេះទេតាក់ឈ្មោះខ្ញុំទៅចាំខ្ញុំនឹងទៅបង់ប្រាក់ដោយខ្លួនឯង អូខេខ្ញុំនឹងរៀបចំភ្លាម អូនិយាយពីនេះពេលអ្នកដឹកជញ្ជូនទៅកុំនិយាយថាមកពីខ្ញុំគ្រាន់តែនិយាយថាមិត្តម្នាក់ផ្ញើមកឲ្យតូចទាំងមូលញ៉ាំយល់ទេ ស្រាថ្លៃម្លេះហេតុអ្វីបានជាអ្នកផ្ញើដោយអនាមិក ហេតុផលវាស្មុគស្មាញខ្ញុំខ្លាចគាត់មិនទទួលធ្វើតាមអ្វីដែលខ្ញុំនិយាយ ខ្ញុំយល់កុំបារម្ភ
ប្រាប់អ្នកណាម្នាក់ឲ្យរៀបឡានទៅសន្តាគារ Galaxy លោកស្រីជូសុំទោសថ្ងៃនេះមានរឿងមិនទាន់ដូច្នេះខ្ញុំមកយឺត លោកវាងអ្នករ៉េកតិចពេកខ្ញុំទើបតែមកដល់ប៉ុន្មាននាទីមុននេះដែរ លោកស្រីជូផលិតផលថែរក្សាស្បែកអ្វីដែលអ្នកតែងតែប្រើហើយអ្វីបានជាស្បែកអ្នករលោងដូចក្រែម លោកវាងសូមអង្គុយខ្ញុំបានបញ្ជាហូបហើយអ្នកបំរើនឹងយកមកបន្តិចទៀត អូមែនមិនប្រញាប់ទេយើងមានពេលច្រើន បាយជូគ្រាន់តែខ្ញុំសូមអ្នកណែនាំការងារមិត្តប្រុសអ្នកហេតុអ្វីមុខអ្នកមើលទៅក្រៀមក្រំម្លេះតើវាអាចជាថាការងារមិត្តប្រុសអ្នកជារឿងដែលគួរឲ្យខ្មាស់គេអ្នកកំពុងមើលងាយខ្ញុំមិត្តប្រុសខ្ញុំជាអ្នកមកការសំណងគ្មានអ្វីគួរឲ្យខ្មាស់គេទេមូលហេតុដែលខ្ញុំមិននិយាយគឺព្រោះខ្ញុំមិនចង់អួតដូចអ្នកមកការសំណងមែនទេគាត់មើលទៅមិនដូចទេខ្ញុំគិតថាគាត់មើលទៅដូចជាកម្មករចំណាក់ស្រុកជាបើគិតពីរសជាតិនិងស្តង់ដាររបស់ជូជូធ្វើម៉េចនាងអាចនៅជាមួយកម្មករចំណាក់ស្រុកស៊ូរ៉ុងអ្នកកំពុងគិតច្រើនពេកហើយ និយាយពីគម្រោងក្រុមហ៊ុនយើងទើបតែថ្មីនេះបានដេញថ្លៃគម្រោងធំពី3សុទ្ធតែជាគម្រោងរាប់ពាន់លានដុល្លារបងលូខ្ញុំមិនប្រកាសទេថាគម្រោងអ្វីដែលក្រុមហ៊ុនអ្នកបានវិនិយោគ ខ្ញុំ ថ្ងៃនេះកុំនិយាយពីការងារនេះជាការជួបជុំអតីតមិត្តរួមថ្នាក់យើងមកទីនេះដើម្បីជែកគ្នានិយាយពីការងារច្រើនពេកធ្វើឲ្យវាមានក្លិនលុយជូនិយាយត្រូវការជួបជុំអតីតមិត្តរួមថ្នាក់បើវាជ្រុលហួសពីការនិយាយពីលុយវាបាត់បង់អត្ថន័យ សូមទោសខ្ញុំទៅបន្ទប់ទឹក ប្រធានវាងកុំធ្វើបែបនេះ វាជាជួយយូរចាស់ លោកវាងកុំធ្វើបែបនេះ លោកស្រីឈីវគុំនិយាយរង្វង់មូលដោយសារអ្នកមកទីនេះថ្ងៃនេះវាមានន័យថាអ្នកដឹងពីលទ្ធផលនឹងទៅជាយ៉ាងណាមែនទេប្រសិនបើអ្នកព្រមតាមខ្ញុំនឹងឲ្យអ្នកទាំងអស់ 1000 លានគ្រាន់តែធ្វើជាក្មេងស្រីល្អ លោកវាងខ្ញុំមិនមែនជាមនុស្សប្រភេទនោះទេសូមគោរពខ្ញុំ សម្រាប់តូចរបស់ខ្ញុំបានគិតពីអ្នកយូរណាស់ហើយប្រសិនបើអ្នកព្រមតាមខ្ញុំមិនថា 1000 លានទេសូម្បីតែ 2000 លានខ្ញុំនឹងឲ្យអ្នកទាំងអស់កុំបារម្ភ ឯងចង់ស្លាប់ទេ លោកខេនអញធ្វើទេហើយគាត់ទៅលើនេះ បរិសម្នាក់នេះបានប្រព្រឹត្តចំពោះហែងបែបនោះហើយឯងនៅតែការពារគាត់ របៀបដែលគាត់ប្រព្រឹត្តចំពោះខ្ញុំជារឿងរបស់ខ្ញុំមិនមែនជាកង្វល់របស់អ្នកទេហើយខ្ញុំបានប្រាប់អ្នកពីមុនខ្ញុំមិនចង់ជួបអ្នកទៀតទេលោកវាងខ្ញុំសំទោសអ្នកជំនួសគាត់ រឿងនេះអ្នកត្រូវតែពន្យល់ខ្ញុំ លោកវាងសូមរងចាំបន្តិចខ្ញុំនឹងឲ្យអ្នកក្នុងពេលបន្តិចការពន្យល់លូស៊ូនតែអ្នកត្រូវបានបញ្ជូនមកពីស្ថានសុខុដើម្បីតែប្រឆាំងនឹងខ្ញុំទេហេតុអ្វីរាល់ពេលនៅពេលដ៏សំខាន់របស់ខ្ញុំអ្នកតែងតែកំផ្លាញអាជីពរបស់ខ្ញុំ ក្មេងក្រឡុកនោះកំពុងព្យាយាមបង្ខំអ្នកខ្ញុំកំពុងការពារអ្នកហើយអ្នកថាវាជាខ្ញុំដែលបំផ្លាញអាជីពដែលអ្នកហៅថាអាជីព ខ្ញុំមិនឆោតដូចអ្នកគិតទេក្នុងការចំនួនខ្ញុំបានឆ្លងកាត់ច្រើនណាស់ខ្ញុំដឹងពីរបៀបដោះស្រាយខ្ញុំមិនត្រូវការអ្នកធ្វើរឿងឲ្យខ្ញុំខូចទេ ធ្វើឲ្យខូចល្អហើយធ្វើឲ្យខូចជូយូស៊ុនក្នុងโลกនេះតើគ្មានអ្វីដែលសំខាន់ជាងអ្វីដែលអ្នកហាអាជីពនឹងលុយទេ But បើក្មេងក្រឡុកនោះទាមទាររូបរាងកាយអ្នកជាថ្នូរនឹងការវិនិយោគ 1000 លានតើអ្នកនៅតែយកព្រមទេ But គាត់ដេកជាមួយខ្ញុំយ៉ាងហោចណាស់ឲ្យខ្ញុំការវិនិយោគ 1000 លានហើយណាបានយកពេលដំបងដ៏មានតម្លៃរបស់ខ្ញុំតើណាបានឲ្យអ្វីខ្ញុំ ជូយូស៊ិនខ្ញុំគិតថាខ្ញុំវាយតម្លៃអ្នកខុសគឺខ្ញុំលូឆេនដែលខ្វាក់ភ្នែកខ្ញុំមិនបានឃើញទេខ្ញុំមិនដែលគិតថាអ្នកជាមនុស្សស្រីបែបនេះទេ តែខ្ញុំជាមនុស្សស្រីបែបណានោះមិនមែនជាអ្វីដែលអ្នកអាចនិយាយទេហើយអ្នកមិនចាំបាច់ជ្រៀតជ្រែករឿងរបស់ខ្ញុំទៀតទេយើងគ្រាន់តែមិនមកពីអ្នកដូចគ្នាយើងនឹងមិនមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតទេចាប់ពីពេលនេះទៅ មនុស្សស្រីដូចអ្នកអេតអ៊ីនខ្មាស់មិនសមនឹងមានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ យូសៀនគុំតូចចិត្តមនុស្សសាមញ្ញនោះ
ខ្ញុំនឹងដោះស្រាយជាមួយគាត់មិនយូរមិនឆាប់នៅទីនេះតោះញ៉ាំមុនខ្ញុំបានកក់បន្ទប់ឯកជនមួយនៅក្នុង Sky Lounge បានកក់រួចហើយបន្ទាប់ពីយើងញ៉ាំរួចខ្ញុំនឹងនាំអ្នកទៅសម្រាប់មកយើងទៅតើអ្នកទៅណា នៅវិការមួយទៅរកទៅ អ្នកមិនអីទេ ខ្ញុំមិនអីទេ សុំទោសអ្នកទាំងអស់គ្នាខ្ញុំមកយឺត មានរឿងអី ខ្ញុំស្គាល់បុរសនេះគាត់ដឹងពីប្រវត្តិរបស់ខ្ញុំ លូឆេនហេតុអ្វីបានជាអ្នកនៅទីនេះដែរ អ្នកគ្រប់គ្រងសុំខ្ញុំមិននឹកស្មានទេជួបអ្នកនៅទីនេះ ហេសុងគុណតើឯងស្គាល់គូរបស់បៃជូទេ ច្បាស់ណាស់គាត់ធ្វើការនៅក្រុមហ៊ុនកំសាន្តរបស់យើងជាអ្នកម៉ាសាព្យាបាលអីមិនដឹងទេ បៃជូឯងមិនបាននិយាយទេថាគូឯងធ្វើការផ្នែកវិស្វកម្មតើវិស្វកម្មប្រភេទណាដែលអ្នកម៉ាសាព្យាបាលធ្វើឯងធ្វើឲ្យខ្ញុំសើចស្លាប់តើមានអ្វីខុសនឹងការធ្វើជាអ្នកម៉ាសាព្យាបាលគាត់នៅតែជាគូខ្ញុំគ្មានការងារណាប្រសើរជាងហើយគ្មាននរណាទៀតជាង អូនិយាយពីនេះខ្ញុំភ្លេចប្រាប់គ្រប់គ្នាព្រឹកនេះគាត់បានធ្វើឲ្យភ្ញៀវវេបម្នាក់ខឹងនៅក្រុមហ៊ុនយើងគាត់ត្រូវបានបណ្តេញចេញហើយអញ្ចឹងឥឡូវគាត់មិនមែនជាអ្នកម៉ាសាព្យាបាលទៀតទេ បៃជូខ្ញុំពិតជាមិននឹកស្មានទេថាឯងធ្លាក់ចុះទាបំលេះតកម្រិតនេះឯងថែមទាំងសុខចិត្តទទួលមនុស្សគ្មានតម្លៃបែបនេះពាក្យអ្វី អ្នកសុំទានមិនអាចជ្រើសរើស ត្រូវអ្នកសុំទានមិនអាចជ្រើសរើស អ្នកទាំងអស់គ្នាសុំទោសដែលរំខានខ្ញុំមកពីសន្តាគារកាឡាក់ស៊ីជាអគ្គនាយកខ្ញុំមាននាមត្រកូលគូមូលហេតុតែខ្ញុំចូលមកភ្លាមគឺដោយសារមានភ្ញៀវវេបអាចកំបាំងម្នាក់បានផ្ញើឲ្យអ្នកទាំងអស់គ្នាពីរដបនៃស្រាក្រហមដ៏មានតម្លៃស្រា Roman Conti ឆ្នាំ 1990 ហើយជាប្រភេទផលិតកំណត់ផងត្រឹមត្រូវភ្នែកល្អវាជាឆ្នាំ 1990 Romane Conti នៅទូទាំងទីក្រុង Yang Hao មនុស្សដែលបានភ្លក់ស្រានេះមានចំនួនមិនលើសពី10នាក់ទេអ្នកទាំងអស់គ្នាសូមរីករាយ អ្នកគ្រប់គ្រងហ្គាស្រានេះ1 10តម្លៃប៉ុន្មានប្រហែលរាប់ម៉ឺននឹងហើយមែនទេ ស្រាមួយ10តម្លៃរាប់ម៉ឺនមិនសមនឹងឲ្យខ្ញុំបញ្ជូនដោយខ្លួនឯងទេខ្ញុំគួរតែប្រាប់អ្នកផង10ទាំងពីរនេះ1 10មានតម្លៃជាង$1 លាន អូព្រះជួយស្រាតម្លៃ$1 លានខ្ញុំត្រូវចុះផ្សាយរឿងនេះនៅលើ Moments អញ្ចឹងអ្នកទាំងអស់គ្នាសូមរីករាយដោយសេរីខ្ញុំសូមអញ្ជើញចេញសិន ស្រាក្រហមថ្លៃដូចនេះអ្នកណាផ្ញើមិនសំខាន់ទេអ្នកណាត្រូវគេផ្ញើទៅវិញទេដែលសំខាន់អ្នកដែលត្រូវគេផ្ញើទៅមិនច្បាស់ទេពិតប្រាកដក្រៅពីគុណតើអ្នកណាទៀតអាចជាមែនមានតែគុណមនុស្សដែលមានឋានៈបែបនេះទើបអាចធ្វើឲ្យថៅកែធំផ្ញើស្រាតម្លៃ$1 លានចាំងគុណរបស់យើងជាធម្មតាតាក់ទងជាមួយនាយកប្រតិបត្តិកម្រិតខ្ពស់ពីក្រុមហ៊ុនធំពួកគេភាគច្រើនមានតម្រូវការមូលធនដូច្នេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេតែពួកគេព្យាយាមលើកសរសើរ អូគ្រាន់តែស្រាក្រហម2 10ប៉ុណ្ណោះមិនបាច់គួរសំពេកទេអញ្ចឹងឲ្យខ្ញុំបើកវាហើយយើងទាំងអស់គ្នានឹងភ្លុកអូ កូនចាំខ្ញុំមានអ្វីចង់និយាយកូន10ស្រានេះមានតម្លៃ$1 លានសូម្បីតែកែបតូចក៏ជិត$100,000ដែរខ្ញុំគិតថាអ្នកកុហកខ្លះនិងអ្នកទៀបថ្នាក់មិនសមនឹងផឹកស្រានេះតតែសោះតើអ្នកទាំងអស់គ្នាយល់ស្របទេត្រឹមត្រូវមនុស្សខ្លះពិតជាមិនសមផឹកស្រាប្រភេទនេះទេបាទអ្នកអត់ការងារធ្វើច្បាស់ធ្វើជាចៅវាយសំណងខ្លះគួរស្អប់ណាស់ស្រា$1 លាននេះបើឲ្យគាត់ខ្ញុំចង់ឲ្យឆ្កែស៊ីវិញទៅទីខាងកើតចម្ងាយ10 គីឡូម៉ែត្រពីទីនេះទៅទីនោះភ្លាម បាទព្រោះអ្នកទាំងអស់គ្នានិយាយរួចហើយសូមទោសបងស្រានេះអ្នកមិនអាចផឹកទៀតទេនេះស្រីស្អាត វាគ្រាន់តែស្រាថ្លៃជាងបន្តិចប៉ុណ្ណោះថ្ងៃនេះសូម្បីតែទឹកដមដ៏ល្អខ្ញុំមិនផឹកទេអ្នកជាពួកស្រឡាញ់តែលុយមនុស្សថោកទាបការជួបជុំបែបនេះមិនសមនឹងចូលរួមទេ
លូចេនតោះទៅ លោកគោខ្ញុំបានធ្វើតាមការណែនាំរបស់អ្នកហើយបានផ្ញើដបស្រាឆ្នាំ1992 រ៉ូម៉ាណេកុងទីប៉ុន្តែលោកគោតាមគំនិតខ្ញុំក្រុមនោះគឺជាពួកអ្នកស្រុកគ្មានម្នាក់ទេមានភាពថ្លៃថ្នូរស្រាលល្អទាំងពីរនេះគឺដូចជាគុជដាក់មុខជ្រូក វាតែ3លានទេមិនមែនជារឿងធំទេអ្នកឯទៀតអ្នកអាចមិនអើពើបានប៉ុន្តែម្នាក់នោះឈ្មោះលូឆេនអ្នកត្រូវប្រកាសថាបម្រើគាត់ឲ្យបានល្អខ្ញុំនឹងទៅដល់ឆាប់ពេលយើងជួបគ្នាយើងនឹងពិភាក្សាលម្អិត លូឆេនសៀវចៅមកទីនេះទៅពិនិត្យមើលបន្ទប់308មានអ្នកឈ្មោះលូឆេននៅក្នុងនោះថែរក្សាគាត់ឲ្យបានល្អកុំធ្វើឲ្យខុស បាទលោកអ្នកគ្រប់គ្រងគូលូឆេននោះបានចាក់ចេញហើយ ចាក់ចេញខ្ញុំទៅតែផ្ញើស្រាទៅហើយអ្វីគាត់ចាក់ចេញមុនម្លេះ ខ្ញុំបានឬក្រុមនោះនិយាយគ្នាលូឆេនគឺគ្រាន់តែជាអ្នកអត់ការងារធ្វើសัตว์អន្តែតគេគិតថាគាត់មិនសមនឹងផឹកស្រានេះទេដូច្នេះគេក៏ដេញគាត់ចេញ ភ្ញៀវគិតយុះមិនបានផឹកសំបីតែមួយដំណោះហើយពួកអ្នកឥតបានការផឹកវាអស់មិនអាចទេខ្ញុំនឹងធ្វើឲ្យគេស្ដោះវាចេញ លូឆេនខ្ញុំសុំទោសបើថ្ងៃនេះមិនមែនដោយសារខ្ញុំទេអ្នកមិនត្រូវបានអាម៉ាស់មុខយ៉ាងនេះទេ បៃជូវាមិនមែនជាកំហុសរបស់អ្នកទេគ្មាននរណាម្នាក់រំពឹងទុករឿងនឹងកើតឡើងដូចនេះលើសពីនេះទៅទៀតបើមិនមែនដោយសារខ្ញុំដែលគ្មានប្រយោជន៍ខ្លាំងមែនរឿងនេះមិនកើតឡើងទេទាំងអស់ អ្នកណាថាអ្នកគ្មានប្រយោជន៍ខ្ញុំគិតថាអ្នកពូកែណាស់ដោយសារពួកគេមិនអនុញ្ញាតឲ្យយើងផឹកអ៊ីចឹងខ្ញុំនឹងទិញស្រាឲ្យអ្នកយប់នេះយើងមិនចាក់ចេញទេរហូតដល់យើងស្រវឹងតោះទៅ អ្នករាល់គ្នាក្រុមហ៊ុនរ៉េតផាញមានសេចក្តីប្រកាសអំពីជំហានបន្ទាប់របស់យើងមានភ្ញៀវកិត្តិយសម្នាក់ឈ្មោះលូឆេនឥឡូវគាត់នៅណា អ្នកគ្រប់គ្រងគូអ្នកច្បាស់ជាយល់ច្រឡំហើយលូឆេនគ្រាន់តែជាមនុស្សអត់ការងារធ្វើអីគ្មានប្រយោជន៍ធ្វើម៉េចទៅហៅគាត់ថាភ្ញៀវកិត្តិយសដើម្បីកុំឲ្យគាត់ធ្វើឲ្យស្រាដ៏មានតម្លៃនេះខ្វក់យើងសម្រេចចិត្តជាឯកជនបណ្ដេញគាត់ចេញ អីគ្មានប្រយោជន៍អ្នកដឹងទេថាបើគ្មានគាត់អ្នកនឹងមិនបានផឹកស្រាថ្លៃរាប់លាននេះទេ អ្នកគ្រប់គ្រងគូអ្នកយល់ច្រឡំហើយតើស្រានេះអាចជាអំណោយសម្រាប់គាត់យ៉ាងម៉េចវាច្បាស់ជាមកពីអ្នកមានឥទ្ធិពលខ្លះសម្រាប់គុណរបស់យើង ចាងគុណនៅក្នុងកែវភ្នែករបស់អ្នកគាត់ប្រហែលជាអ្នកមានឥទ្ធិពលប៉ុន្តែនៅក្នុងកែវភ្នែករបស់យើងគាត់មិនមែនជាអ្វីទេអ្នកដែលគ្រាន់តែជាអ្នកគ្រប់គ្រងសំនឹងទទួលបានស្រាកំណែកំណត់រ៉ូម៉ាណេកុងទីកុំលេងធំពេកខ្ញុំនឹងប្រាប់អ្នកការពិតស្រាពីរដបនេះថ្លៃត្រូវបានបញ្ជូនដោយថៅកែអាត់កំបាំងម្នាក់ឲ្យលូឆេនផឹកប៉ុន្តែពួកអ្នកជាក្រុមមនុស្សដែលមិនយល់អីពិតជាបានបណ្ដេញអ្នកទទួលពិតប្រាកដចេញទៅស្រាពីរដបនេះមានតម្លៃ3លានអ្នកត្រូវតែបង់ប្រាក់ពេញបើមិនដូច្នោះទេគ្មាននរណាចាក់ចេញថ្ងៃនេះទេអ្នកគ្រប់គ្រងគូការធ្វើបែបនេះខ្ញុំខ្លាចថាវាមិនសមរម្យទេនាយកប្រតិបត្តិរបស់យើងគឺគូនៃក្រុមហ៊ុនរ៉េតផាញគឺជាភ្ញៀវសំខាន់នៅទីនេះបើខ្ញុំប្រាប់គាត់នៅអ្វីដែលខ្ញុំបានឃើញនៅថ្ងៃនេះខ្ញុំខ្លាចគាត់អាចនឹងពិចារណាឡើងវិញថាតើត្រូវបន្តមកទីនេះទៀតឬអត់វាមិនមែនថាខ្ញុំមើលងាយអ្នកទេប៉ុន្តែអ្នកគ្រាន់តែជាអ្នកគ្រប់គ្រងតើអ្នកអាចនិយាយអ្វីជាមួយនាយកប្រតិបត្តិរបស់អ្នកបានទេឥឡូវអ្នកលើកឡើងពីនាយកប្រតិបត្តិរបស់អ្នកគាត់នឹងមកដល់ណាមួយផ្លែតទៀតហើយបន្ទាប់មកអ្នកនឹងមានបញ្ហានាយកប្រតិបត្តិគូអ្វីដែលនាំអ្នកមកទីនេះសូមណែនាំខ្លួនខ្ញុំក្រុមហ៊ុនរ៉េតផាញចាងសុងមកពីនាយកដ្ឋានវិនិយោគគ្រាន់តែហៅខ្ញុំថាសៀវចាងនាយកប្រតិបត្តិគូវាជាបុគ្គលិកក្រុមហ៊ុនរបស់អ្នកសៀវចាងនេះតែបានបណ្ដេញភ្ញៀវដែលអ្នកចង់អញ្ជើញចេញទៅមកផឹកស្រាបន្តិចឯងកូនក្មេងឯងពិតជាមានបញ្ហាធំហើយឯងជំពាក់ខ្ញុំថ្លៃផ្ទះ3ខែហើយឥឡូវឯងបាត់ការងារខ្ញុំមើលមិនឃើញថាឯងនឹងរស់នៅក្នុងជាងជើបានទេខ្ញុំនឹងរកការងារថ្មីបៃជីថ្លៃផ្ទះដែលខ្ញុំជំពាក់អ្នកខ្ញុំនឹងសំវិញឲ្យបានឆាប់តាមដែលអាចធ្វើបានខ្ញុំប្រាប់ឯងហើយបើឯងមកថ្ងៃនេះខ្ញុំនឹងលើកលែងថ្លៃផ្ទះ6ខែខ្ញុំមិនក្បត់ពាក្យសម្ដីទេនៅយូរប៉ុណ្ណាក៏បានមកផឹកស្រាមួយទៀតឯងបណ្ដេញលូឈិនចេញហើយមិនមែនខ្ញុំទេខ្ញុំមិនដឹងអ្វីទាំងអស់ល្អណាស់
ប៉ុន្តែឯងត្រូវបណ្ដឹងចេញ ទេអ្នកស្រីគូខ្ញុំមិនបានធ្វើទេវាទាំងអស់គឺមកពីមិត្តស្រីរបស់ខ្ញុំដែលអាក្រក់នោះមកទីនេះឥឡូវនេះអង្គុយនៅទីនោះធ្វើអីសុំទោសអ្នកស្រីគូ អ្នកស្រីគូខ្ញុំមិនដឹងថាគាត់ជាមិត្តរបស់អ្នកទេខ្ញុំសុំទោសអ្នកគោចាន់យកស្រានេះចេញទៅពួកគេមិនសមនឹងវាទេអូហើយបណ្ដេញពួកគេចេញពីទីនេះខ្ញុំមើលមុខពួកគេមិនបានទេអ្នកគ្រប់គ្រងគោមានរឿងហើយមនុស្សមួយហ្វូងបានឡោមព័ទ្ធភោជនីយដ្ឋាន អ្វីខ្ញុំចង់ឃើញអ្នកណាហ៊ាននឹង គ្រប់គ្រងច្រកចេញទាំងអស់គ្រប់គ្នាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលឬចេញដោយគ្មានការអនុញ្ញាតទេបន្ទាប់ពីត្រួតពិនិត្យពួកគេអាចត្រូវបានដោះលែង បាទសូមទៅមកខាងតើអ្នកគិតថាអ្នកជានរណាតើអ្នកហ៊ានខាត់ខ្ញុំតើអ្នកដឹងទេថាខ្ញុំជានរណាតើអ្នកដឹងទេថាពេលវេលារបស់ខ្ញុំមានតម្លៃប៉ុណ្ណាខាត់បងតើអ្នកអាចទទួលបានទេទៅឆ្ងាយឥឡូវនេះតើអ្នកហ៊ានវីខ្ញុំនិយាយមួយមកទៀតអ្នកនឹងត្រូវគេសម្លាប់ទៅមុនតើអ្នករាល់គ្នាជាអ្នកណាពិតប្រាកដ លោកគូកុំទូរស័ព្ទទៅនរណាម្នាក់ទេមនុស្សទាំងនេះពួកគេជាមនុស្សធំ លោកស្រីប្រធានគូអ្នកដឹងផ្ទៃខាងក្រោយរបស់ពួកគេ ខ្ញុំមិនទាន់ប្រាកដទេប៉ុន្តែខ្ញុំដឹងពួកគេមកពីថ្នាក់លើទោះបីជាអភិបាលខ្លួនឯងមកគាត់ក៏ត្រូវតែបង្ហាញការគោរពខ្លះដែរតោះទៅចូលទៅខាងក្នុងជាមុនសិនមកជប់ បៃជីអ្នកមិនអាចផឹកទៀតទេអ្នកស្រវឹងហើយ នរណាថាខ្ញុំស្រវឹងតើធ្វើម៉េចខ្ញុំអាចស្រវឹង បៃជីភ្ញាក់ឡើងខ្ញុំគ្មានលុយបង់វិកីបរទេ លោកស្រីយើងបានស្វែងរកពេញសន្តាគារហើយគ្មានសញ្ញាអំពីទីកន្លែងរបស់លោកម្ចាស់ទេ វាហាក់ដូចជាយើងនៅយឺតមួយជំហានទៀតយើងត្រូវរងចាំដាវឃាតទេវៈដើម្បីបង្ហាញការបង្ហាញខាងវិញ្ញាណបន្ទាប់បញ្ជាពិនិត្យមើលវីដេអូសុវត្ថិភាពរបស់សន្តាគារ Galaxy កំណត់អត្តសញ្ញាណអ្នករាល់គ្នាដែលបានចាក់ចេញក្នុងរយៈពេលកន្លះម៉ោងកន្លងទៅបន្ទាប់មកពីមនុស្សទាំងនោះមើលថាអ្នកណាធ្លាប់ទៅក្រុមហ៊ុនលីងសួន បាទចាស់លោកស្រី បាយ បាយកុំផ្ដាសាយ សូមកុំបោះបង់ខ្ញុំខ្លាចណាស់ បាយកុំបារម្ភខ្ញុំមិនបោះបង់អ្នកទេ អ្នកកុហកខ្ញុំអ្នកបាននិយាយថានឹងមិនបោះបង់ខ្ញុំប៉ុន្តែនៅទីបញ្ចប់អ្នកនៅតែបោះបង់ខ្ញុំតើអ្នកដឹងទេថាលំបាកប៉ុណ្ណាប៉ុន្មានឆ្នាំនេះសម្រាប់ខ្ញុំតើអ្នកដឹងទេ មនុស្សម្នាក់នេះដែលបាននិយាយអំពីបាយគឺជាអ្នកណា សូមអបខ្ញុំសុបិនរាល់ថ្ងៃថាអ្នកអបខ្ញុំនេះគឺជាឯកសារខ្លះដែលយកពីផ្ទះរបស់លូឆេងនិងរបស់របរ ហេតុអ្វីវានៅទីនេះហេតុអ្វីវានៅជាមួយគាត់ លោកប្រធានឈូវានៅតែអំពីលូឆេងខ្ញុំចង់សុំជំនួយពីអ្នកលោកប្រធានគូ មិនមែនខ្ញុំមិនចង់ជួយទេខ្ញុំពិតជាបានព្យាយាមអស់ពីសមត្ថភាពហើយគាត់នឹងមិនព្រមទេខ្ញុំមិនអាចធ្វើអ្វីបានទេ លោកប្រធានឈូចុះយ៉ាងម៉េចដែរប្រសិនបើអ្នកអាចបញ្ចុះបញ្ចូលលូឆេនឲ្យព្យាបាលជីតាខ្ញុំនឹងគួយផ្ដើមវិនិយោគ 1000 លាននៅក្នុងក្រុមហ៊ុនលីងសួនមិនគិតពីចំណេញវិចាញ់ អ្នកនិយាយពិតមែនទេ ការសន្យាគឺជាការសន្យា អញ្ចឹងខ្ញុំនឹងព្យាយាមម្ដងទៀតទៅតខ្ញុំគួរតែទៅដល់ខ្លួនឯងហើយរកគាត់រឿងជាច្រើនត្រូវសួរទៅមក លោកប្រធានវាងអាសយដ្ឋានរបស់លូឆេងត្រូវបានរកឃើញអ្នកបច្ចេកទេសត្រឹមតែម្នាក់ហ៊ានធ្វើម្ដងហើយម្ដងទៀតបំផ្លាញផែនការរបស់ខ្ញុំបើខ្ញុំមិនហើយគាត់ជា18ផ្នែកនៅថ្ងៃនេះខ្ញុំនឹងបដូរនាមត្រកូលជូនដំណឹងដល់ក្រុមចកខ្មៅភ្លាមចេញដំណើរភ្លាមដោះស្រាយអ្នកបច្ចេកទេសនោះបាទលោក
អ្នកបច្ចេកទេសអាក្រក់លើកនេះខ្ញុំនឹងធ្វើឲ្យអ្នកប្រាថ្នាថាអ្នកស្លាប់ប៉ុន្តែមិនអាចស្លាប់ Lucen តើអ្នកចង់បានអ្វីពីខ្ញុំ ខ្ញុំមិនអាចមកជួបអ្នកបានទេ អ្នកផ្ទាល់បាននិយាយថ្ងៃនេះចាប់ពីពេលនេះតើអ្នកមិនចង់មានទំនាក់ទំនងជាមួយខ្ញុំទៀតទេអ្នកមកថ្ងៃនេះជាមួយគោលបំណងមួយមែនទេនិយាយចេញមកខ្ញុំមិនចូលចិត្តនិយាយវែងឆ្ងាយទេ នៅក្នុងចិត្តរបស់ណាខ្ញុំជាមនុស្សបែបនេះទេអញ្ចឹងដោយសារអ្នកលើកវីមខ្ញុំនឹងនិយាយត្រង់តែអ្នកត្រូវការអ្វីពិតប្រាកដសៀបាល់គូសាំងឡងប្រាប់លក្ខណៈរបស់ណាបើខ្ញុំអាចកំពុងវិបានខ្ញុំនឹងធ្វើ អញ្ចឹងខ្ញុំចង់បានអ្នកអាចឲ្យខ្ញុំបានទេ អញ្ចឹងខ្ញុំនឹងឃើញណា លោកម្ចាស់យើងបានបញ្ជាក់វាហើយអ្នកដែលបង្ហាញខ្លួននៅសន្តាគារ Galaxy យប់នេះម្នាក់ក្នុងចំណោមពួកគេឈ្មោះ Lucen គាត់គឺព្រះម្ចាស់ដែលយើងកំពុងស្វែងរក បង្ហាញវីដេអូឲ្យខ្ញុំមើល2ឆ្នាំព្រះអង្គចាស់អ្នកបម្រើរបស់ព្រះអង្គបានរកឃើញព្រះអង្គហើយតើអ្នកបានរកឃើញលំនៅរបស់ព្រះអង្គចាស់ បាទយើងបានរកឃើញ ចេញបញ្ជាគ្រប់គ្នាប្រមូលដុំគ្នាភ្លាមគោលដៅលំនៅរបស់ព្រះអង្គចាស់ បន្ទាប់មកខ្ញុំចង់បានអ្នកតើអ្នកអាចធ្វើឲ្យខ្ញុំពេញចិត្តបានទេ ឡខ្ញុំនឹងឲ្យវីទៅណាអ្នកគ្រាន់តែចង់កេងជាមួយខ្ញុំនឹងធ្វើឲ្យអ្នកពេញចិត្តត្រៀបណែអ្នកអាចសៀបាល់គឺក្រែងឡងបានសៀបាល់គឺក្រែងឡងយុគនេះខ្ញុំនឹងនៅជាមួយអ្នក ឃើញយច្រើននៅក្នុងចិត្តរបស់អ្នកតើអាជីពរបស់អ្នកពិតជាសំខាន់មែនទេជាងសេចក្តីថ្លៃថ្នូររបស់អ្នកសំខាន់ជាង អ្នកមិនដឹងទេថាខ្ញុំបានឆ្លងកាត់អ្វីខ្លះអ្នកមិនយល់ពីអត្ថន័យនៃអាជីពរបស់ខ្ញុំចំពោះខ្ញុំទេខ្ញុំនឹងប្រាប់ណាក្នុងនាមជាកូនក្នុងគ្រួសារធំមួយអាជីពគឺជាសេចក្តីថ្លៃនោះប្រសិនបើខ្ញុំមិនមានអាជីពសំបីតែបន្តិចនោះខ្ញុំគ្រាន់តែជាធូរមួយដាក់នៅលើណាសម្រាប់មនុស្សជ្រើរួមចាំតម្លៃសមរម្យសម្រាប់ការផ្សព្វអាពាហ៍ពិពាហ៍តម្លៃសមរម្យសម្រាប់ការផ្សព្វអាពាហ៍ពិពាហ៍ បន្ទាប់មកឪពុកម្ដាយរបស់អ្នកពិតជាមិនខ្វល់ពីអារម្មណ៍របស់អ្នកតើតែសោះ អ្នកមិនយល់ទេក្នុងគ្រួសារធំមួយអារម្មណ៍ផ្ទាល់ខ្លួនគឺមិនសំខាន់ផលប្រយោជន៍គ្រួសារមកមុនអ្វីទាំងដល់អូខេចាប់តាំងពីខ្ញុំបានប្រាប់ណាច្រើនលេខ្ញុំសង្ឃឹមថាអ្នកអាចជួយខ្ញុំបានបន្ទាប់ពីទាំងអស់ខ្ញុំបានអោយអ្នកជាលើកដំបូងរបស់ខ្ញុំទោះបីជាអ្នកមិនសមនឹងចាក់វិស័យរបស់ខ្ញុំអំពីស្វាមីនាពេលអនាគតប៉ុន្តែយ៉ាងហោចណាស់បើព្រីធីកនឹងវ៉ាញក្រែងហនខ្ញុំចង់បានអ្នកនៅក្បែរខ្ញុំជាងទឹកលើខានអ្នកនៅឯណា យកទឹកមួយកែវមកឲ្យខ្ញុំ ស្រីនោះជានរណា សូមឲ្យខ្ញុំបញ្ចុះនាងជាម្ចាស់ផ្ទះរបស់ខ្ញុំ គម្រប់ list យុបមិនអ្នកនៅជាមួយខ្ញុំហើយនេះអ្នកនៅជាមួយស្ត្រីម្នាក់ទៀតជាមួយគ្នាហើយឥឡូវអ្នកធ្វើបជាស្រឡាញ់ដើម្បីស្ទេបន្ទុកខ្ញុំវាគួរឲ្យសោកហ្វឹម វាមិនមែនជាអ្វីដែលអ្នកគិតទេវាមិនដូចនោះទេអ្នកបានឃើញនាងយប់នេះខ្ញុំបានទៅជាមួយនាងទៅការជួបជុំថ្នាក់រៀននាងផឹកច្រើនពេក យុបមិនខ្ញុំក៏ផឹកច្រើនដែរ Lucen ខ្ញុំមិនដែលគិតទេថាអ្នកជាអ្នកវត្តសេរី យើងពិតជាគ្មានអ្វីកើតឡើងទេនាងដេកលើក្រែខ្ញុំដេកលើ លូឆេនអ្នកកំពុងនិយាយជាមួយអ្នកណា Lucen អ្នកពិតជាកំពុងតែក្រោយសម្រាប់បែបនេះអ្នកសុខចិត្តនៅជាមួយ នាងឆ្មាព្រៃនេះមកពីណាពាក់កណ្ដាលអាធ្រាត្រនាងមកដែនរបស់ខ្ញុំដើម្បីរកបុរសអៀនខ្មាស់ណាស់ អ្នកទេដែលអៀនខ្មាស់យុបមិនខ្ញុំនៅជាមួយ Lucen ស្ត្រីម្នាក់ទៀតគឺជាអ្នកគ្រូសៅអ្នកម្ដែក អ្នកគឺជាអ្នកបំផ្លាញគ្រួសារលូឆេននិងខ្ញុំបានរស់នៅទីនេះអស់ជាច្រើនថ្ងៃហើយកន្លែងនេះគឺជាសម្បុកស្នេហារបស់យើងនេះជាផ្ទះរបស់ខ្ញុំឆ្មាព្រៃតូចអ្នកមិនត្រូវបានស្វាគមន៍ទេដូច្នេះសូមចេញទៅ អៀនខ្មាស់ណាស់ អ្នកនាងជួប យើងបានដើររាប់រយម៉ែត្រទៅហើយនៅតែរកមើលអីមិនអាចចាក់ចេញបានទេ ទេអីនាងទៅតែធ្វើឲ្យច្បាស់លាស់ណាស់យប់មិញនាងបានដេកជាមួយអ្នកលូឆេនខ្ញុំមិនដឹងទេអ្នកហ៊ានធ្វើបែបនេះស្រីស្អាតអស្ចារ្យម្នាក់ដូចនាងនោះអ្នកពិតជាបានដេកជាមួយនាង វាជាការយកច្រឡំ ការយកច្រឡំ
ការយល់ច្រឡំអ្វី ឡោមព័ទ្ធកន្លែងនេះប្រធានវាងបរោះនោះរស់នៅទីនេះ អូទេវាជាវាងឆាងហុងបាយជូអ្នកត្រឡប់ទៅវិញសិនមិនថាអ្វីទេកុំចេញមក ហេវាងឆាងហុងជាអ្នកណាហេតុអ្វីគាត់មករកអ្នក មិនមែននៅលើទេខ្ញុំនឹងបញ្យល់ក្រោយ ខ្ញុំមិនទៅទេរហូតតតែអ្នកប្រាប់ខ្ញុំនេះជាផ្ទះខ្ញុំអ្នកមិនអាចបណ្ដេញខ្ញុំចេញបានទេ លូឆេនទីបំផុតខ្ញុំរកឃើញអ្នកតោះមើលអ្នកណាអាចសង្គ្រោះអ្នកឥឡូវនេះ វាងឆាងហុងតើអ្នកចង់ធ្វើអ្វីពិតប្រាកដតើខ្ញុំចង់ធ្វើអ្វី តើអ្នកចាំថ្ងៃនោះទេតែខ្ញុំបានប្រាប់អ្នកខ្ញុំនឹងចង់អ្នកតាមរបៀបផ្សេងហើយធ្វើទារុណកម្មអ្នកយឺតរហូតដល់ស្លាប់ តើ ចាប់គាត់ អ្នកជានរណានេះជាផ្ទះរបស់ខ្ញុំចង់មើលអ្នកណាហ៊ានធ្វើអី ប្រុសនេះពិតជាមានសំណាងជាមួយស្រីណាស់ស្រីនៅក្បែរគាត់សុទ្ធតែល្អឯងស្រីនេះទូបីមុខបើធៀបនឹងជូយូស្វានគឺអន់ជាងបន្តិចប៉ុន្តែខ្លួននាងល្អជាងលេងជាមួយនាងត្រូវតែជាការសប្បាយបែបផ្សេងផ្ទះឯងជាម្ចាស់ផ្ទះគាត់ ត្រូវហើយនេះគឺជាការចូលផ្ទះអ្នកអតីដោយខុសច្បាប់វាខុសច្បាប់ហើយបើមិនចាក់ចេញឥឡូវខ្ញុំនឹងហៅប៉ូលីសភ្លាម ទៅចុះហៅប៉ូលីសទៅអញ្ចឹងតើខ្ញុំត្រូវធ្វើអី ហេឯងធ្វើអីនេះខុសច្បាប់ណាស់ដឹងទេ អ្នកប្រហែលជាមិនដឹងទេនៅជាងជើខ្ញុំវាងឆាងហុងគឺជាច្បាប់ប្រុសបាក់ជើងគាត់ទៅ ទេឯងពិតជាចង់ឲ្យគាត់រួចទេ ឲ្យគាត់រួចអាចទៅរួចលុះត្រាតែឯងមកជំនួសគាត់ មិនអាចទេសុបិនបន្តទៀតទេ មែនទេ ឈប់វាយគាត់ទៅ អ្នកចង់ឲ្យខ្ញុំឈប់ខ្ញុំគិតថាអាចឈប់បានតោះមើលថាតើអ្នកមានភាពស្មោះត្រង់ដោះសម្លៀកបំពាក់ទាំងអស់ចេញឲ្យខ្ញុំមើលឲ្យច្បាស់យល់ពមចាំយកសាកសពគាត់វិញ ហាឡូចានខ្ញុំបានឲ្យគាត់មានឱកាសហើយគាត់ទៅនៅគីមួយស្រីម្នាក់ទៀតធ្វើឲ្យខ្ញុំស្គួតចាំបើខ្ញុំចាក់ចេញបែបនេះខ្ញុំនឹងទុកគេស្រួលពេកតែបើខ្ញុំត្រឡប់ទៅវិញបែបនេះវានឹងគួរឲ្យអៀនខ្មាស់ណាស់ខ្ញុំត្រូវគិតអ្វីមួយការវិនិយោគរបស់គូយ៉ានត្រូវហើយខ្ញុំត្រូវតែទទួលបានការវិនិយោគនោះ បើឯងនៅតែមិនអាចយល់បានទេកាប់មួយដាវរបស់ខ្ញុំអ្នកមេកានិកតូចនេះនឹងស្លាប់ គឺ Wayne Crandon ឯងធ្វើអី ខ្ញុំធ្វើអីជីវខ្ញុំគួរសួរឯងវិញទេកណ្ដាលអាធ្រាតឯងមកទីនេះធ្វើអី អីដែលខ្ញុំធ្វើមិនមែនជារឿងរបស់ហែងទេប៉ុន្តែមកនាំនូសច្រើនលេទំលែជោគតែគេកាន់អាវុធផងឯងចង់ធ្វើអី អ្នកមេកានិកតូចនេះបានបំផ្លាញផែនការខ្ញុំម្ដងហើយម្ដងទៀតទេមិនមែនបំផ្លាញផែនការរបស់យើងតើឯងមិនគួរឲ្យខ្ញុំបង្រៀនគាត់មួយមេរៀនទេ ខ្ញុំគ្មានផែនការជាមួយឯងទេហើយ Wayne Crandon ឯងគួរតែជាអ្នកមានឋានឯងគួរដឹងស្វាប់ នៅស្ងៀមជីយ៉ាឈួនឯងមិនមែនកំពុងព្យាយាមខ្ចី 1000 លានពីខ្ញុំទេកុំធ្វើជាពួកបរិសុទ្ធខ្ញុំប្រាប់ឯងយប់នេះដូចនាងដែរឯងនៅទីនេះបំរើខ្ញុំបើឯងធ្វើបានល្អប្រាក់កម្ចី 1000 លាននោះនឹងក្លាយជារបស់ឯង មនុស្សដូចឯងឯងមិនសំទេ ល្អថ្ងៃនេះចាប់តាំងខ្ញុំកំពុងដោះស្រាយជាមួយម្នាក់ហើយចាប់នាង Wayne Crandon ឯងធ្វើអី វ៉ងឆេងហង ប្រេងហ៊ានបាសក់មួយសរសៃលើកបាខ្ញុំឯងនឹងស្លាប់យ៉ាងអាក្រក់ ជីយ៉ាឈួនឯងបានបោកខ្ញុំយូរហើយថ្ងៃនេះឯងនឹងសងជាមួយការប្រាក់ខ្ញុំមានស្រីស្អាត2នាក់មកលេងជាមួយខ្ញុំយប់នេះខ្ញុំនឹងសប្បាយយ៉ាងខ្លាំង វាងឆាងហុងឯងអួតអាងគ្មានប្រលឹងបើឯងមានក្លាហានសុំទប់គេឲ្យទៅមកប្រយុទ្ធជាមួយខ្ញុំ ឯងក្មេងតូចអីថាម្ដងទៀតមើលខ្ញុំហ៊ាន អួតអាងគ្មានប្រលឹង អញ្ចឹងក្មេងខ្ញុំនឹងកាត់ឯងជាបំណែកឥឡូវ អួតអាងគ្មានប្រលឹង ល្អក្នុងជីវិតបន្ទាប់របស់ឯងចូលចងចាំរឿងនេះកុំធ្វើឲ្យខ្ញុំខឹងទៀតទេអីឯងអាណិតគេទេ ខ្ញុំនឹងទៅជាមួយឯងឲ្យគាត់ទៅខ្ញុំព្រមនៅជាមួយអ្នកហើយអ្នកទុកឲ្យគាត់ទៅ មិនអីទេមិនអីទេ
តារាបណាអ្នកព្រមដេកជាមួយខ្ញុំនឹងទុកឲ្យគាត់រួចខ្លួនលោកស្រីបៃ អ្នកមិនអាចធ្វើបែបនេះបានទេ នៅស្ងៀម វាងឆាងហុងបើអ្នកហ៊ានធ្វើបែបនេះខ្ញុំស្បាត់ក្នុងជីវិតបន្ទាប់របស់ខ្ញុំនឹងប្រយុទ្ធជាមួយអ្នករហូតដល់ស្លាប់ មនុស្សមិនសំខាន់ដូចអ្នកទោះបីខ្ញុំឲ្យអ្នក10ជីវិតក៏ដោយអ្នកមិនអាចប៉ះបានទេសក់មួយសរសៃរបស់ខ្ញុំ វាគ្រាន់តែមួយយប់ជាមួយគាត់គិតថាវាដូចជាឆ្កែខំវាមិនមែនថាខ្ញុំជាស្ត្រីព្រមចារីណាមួយទេលូឆេនកុំឲ្យវារំខានអ្នក អ្នកណាជាអ្នកពិតប្រាកដពេលយើងនៅលើគ្រែអ្នកនឹងដឹង ទុកឲ្យគាត់ទៅមុនសិន តើអ្នកគិតថាខ្ញុំឆោតទេតោះសប្បាយជាមុនសិនក្រោយពីយើងរួចរាល់ខ្ញុំនឹងទុកឲ្យគាត់ទៅដោយធម្មជាតិបើអ្នកធ្វើឲ្យខ្ញុំពេញចិត្តខ្ញុំសន្យាគាត់នឹងមានសុវត្ថិភាពនិងមិនមានគ្រោះថ្នាក់ប៉ុន្តែបើអ្នកមិនពេញចិត្តខ្ញុំក៏សន្យាជាមួយអ្នកដែរខ្ញុំនឹងធ្វើឲ្យគាត់ស្លាប់យ៉ាងអាក្រក់ នៅឆ្ងាយទៀតប៉ុន្មាន លោកម្ចាស់នៅសល់2គីឡូម៉ែត្រ តើនរណាតែធ្វើឲ្យម្ចាស់សាលខឹងយ៉ាងនេះដោយកំហឹងយ៉ាងខ្លាំងអស់អ្នកនេះបង្កើនលបឿននៅលើនេះក្នុងរយៈពេល1នាទីយើងត្រូវទៅដល់ផ្ទះម្ចាស់សាល បាទ វាងឆាងហុងអ្នកឈប់ ឲ្យខ្ញុំទៅ អ្នកជាមេកានិកតូចអ្នកបានបំផ្លាញផែនការរបស់ខ្ញុំម្ដងហើយម្ដងទៀតថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកមើលដោយភ្នែករបស់អ្នកផ្ទាល់ពីរបៀបដែលខ្ញុំធ្វើឲ្យស្រីរបស់អ្នកលុតជង្គង់នៅជើងខ្ញុំឡោមព័ទ្ធកន្លែងនេះចៅហ្វាយវាងមានបញ្ហានៅខាងក្រៅកម្លាំងធំមួយបានឡោមព័ទ្ធយើងអីតើអ្នកភ័យអីតើពួកគេធ្វើអ្វីពួកគេមិននិយាយអ្វីទេពួកគេវាយប្រហារដោយផ្ទាល់ពួកគេបានធ្វើឲ្យបរិសរបស់យើងជាងរាប់សិបអ្នករងរបួសបរិសរបស់យើងមិនអាចទប់ទល់បានទេខ្ញុំមិនស្គាល់អ្នកទាំងពីរទេតើអ្នកមានរឿងអ្វីក្រុមចកខ្មៅកំពុងធ្វើការងារនៅទីនេះអ្នកតើអ្នកមកពីក្រុមណាចម្លែកខ្ញុំប្រកាសជាមិនដែលឃើញស្រីម្នាក់នេះពីមុនមកទេហេតុអ្វីខ្ញុំមានអារម្មណ៍ស្គាល់ណាស់ ឆ្មាំមនុស្សទាំងនេះតើអ្នកនាំពួកគេទាំងអស់មកទេ នាងស្រីក្រុមចកខ្មៅរបស់យើងជាអ្នកក្រោមបង្គាប់របស់ក្រុមខ្លាដកាច់តើអ្នកមិនមានបំណងប្រឆាំងនឹងក្រុមខ្លាដកាច់ទេ ក្រុមខ្លាដកាច់ជាក្រុមបែបណា លោកក្រុមខ្លាដកាច់ជាក្រុមធំជាងគេនៅក្នុងទីក្រុងជើងជៅគេអាចហៅថាអធិរាជក្រោមដីនៃខេត្តជាងណាំល្អហើយដែលអ្នកដឹងបើលោកខ្លាដឹងថាអ្នកហ៊ានប៉ះពាល់ខ្ញុំក្រុមរបស់អ្នកទាំងមូលនឹងត្រូវវិនាសអន្តរាយ ត្រីកំប្រោកក្នុងស្រះហ៊ានឈ្មើងបែបនេះត្រឹមតែទីក្រុងជាងជើប៉ុណ្ណោះហើយមានអ្នកហ៊ានហៅខ្លួនឯងថាលោកគួរឲ្យអស់សំណើចណាស់ឆ្មាំបោះគាត់ចេញពីទីនេះ លេងខ្ញុំរងចាំសិន សូមមកជាមួយយើង អូខេខ្ញុំនឹងទៅជាមួយអ្នក លូឆេន កុំបារម្ភនឹងល្អទេ រងចាំប្រយ័ត្នមេយីងសួស្ដីម្ចាស់សាលាឆ្មាំស្រមោល សួស្ដីម្ចាស់សាលា អ្នកច្បាស់ជាយកច្រឡំខ្ញុំថាជាអ្នកផ្សេងក្រោកឡើង គ្មានការយល់ច្រឡំទេលោកម្ចាស់នេះជាអ្វីដែលអ្នកធ្លាប់កាន់ដាវសម្លាប់ព្រះតាមរយៈការកែច្នៃរបស់អ្នកវាបានក្លាយជាមានស្មារតីវាអាចដឹងបានអំណាចទេវៈរបស់អ្នក វាជារបស់ខ្ញុំពិតប្រាកដប៉ុន្តែការចងចាំរបស់ខ្ញុំអំពីវាគឺស្រពេចស្រពេលណាស់អ្វីដែលបានកើតឡើងកាលពី3ឆ្នាំមុនខ្ញុំមិនអាចចាំបានទាល់តែសោះ លោកម្ចាស់កាលពី3ឆ្នាំមុនអ្នកបានបញ្ឈប់សៀសនឹងព្រះបរទេស3អង្គទៀតពីការឈ្លានពានហ៊ូស៊ីអ្នកបានធ្វើសង្គ្រាមទេវៈប្រឆាំងនឹងពួកគេនៅទីបញ្ចប់អ្នកបានសម្លាប់ព្រះ3អង្គនិងធ្វើឲ្យសៀសរងរបួសធ្ងន់នៅក្នុងសមរភូមិនោះអ្នកក៏បានរងរបួសធ្ងន់ផងដែរនោះហើយជាមូលហេតុដែលអ្នកបាត់បង់ការចងចាំ ថ
អ្នកណាដែលប្រមាថហ៊ូស៊ីនឹងត្រូវទទួលទោសទោះនៅឆ្ងាយប៉ុណ្ណាក៏ដោយមិត្តចាស់នៅជាមួយខ្ញុំអ្នកបានរងទុក្ខ លោកម្ចាស់អ្នកបានរងទុក្ខដើម្បីប្រជាជន ខ្ញុំជាកូនរបស់ហ៊ូស៊ីបានចិញ្ចឹមខ្ញុំវាជាការត្រឹមត្រូវដែលខ្ញុំលះបង់អស់ពីសមត្ថភាពដើម្បីហ៊ូស៊ីរហូតដល់ដង្ហើមចុងក្រោយក្រោកឡើងអាធៀសចាស់នោះបានព្យាបាលរបួសអស់រយៈពេល3ឆ្នាំគាត់ប្រហែលជាសះស្បើយខ្លះហើយ ដំណឹងពីគង់ឡុងនិយាយថាក្រុមសាសនាព្រះអាទិត្យបានសកម្មនាពេលថ្មីនេះរបួសរបស់សៀសប្រហែលជាចិត្តជាសះស្បើយហើយ មិនមែនលឿនប៉ុណ្ណឹងទេពេលនោះគាត់ត្រូវបានដារសម្លាប់ព្រះរបស់ខ្ញុំកាប់របួសរបស់គាត់នឹងធ្ងន់ជាងខ្ញុំមូលហេតុដែលគាត់កំពុងរៀបចំញាក់ដារតាមរបស់គាត់គឺដើម្បីសាក់លបងថាតើខ្ញុំពិតជាស្លាប់ឬអត់ទុកគាត់ចោលសិនពេលខ្ញុំជាសះស្បើយហើយខ្ញុំនឹងបញ្ជូនគាត់ទៅជួបអ្នកទាំង3ផ្សេងទៀត លោកម្ចាស់តើខ្ញុំគួរជូនដំណឹងដល់គង់ឡុងឈីសានិងចេងយូឲ្យមកការពារអ្នក មិនចាំបាច់ទេមានអ្នកនៅទីនេះក៏គ្រប់គ្រាន់ហើយទុកឲ្យពួកគេបន្តការពារព្រំដែនបើគ្មានបញ្ជារបស់ខ្ញុំពួកគេមិនត្រូវមកចិញ្ចឹមទេ ចាស់លោកម្ចាស់វងឆេងហងនោះតើយើងគួរដោះស្រាយគាត់ដោយរបៀបណា ទុកគាត់ចោលខ្ញុំមានផែនការរបស់ខ្ញុំគាត់ជាបុរសដែលមានឋានៈខ្លះមិនអាចសម្លាប់គាត់ដោយងាយទេលើសពីនេះទៀតខ្ញុំមានរឿងខ្លះដែលត្រូវដោះស្រាយនៅជាងជើរកកន្លែងបោះជំរំត្រៀមខ្លួនសម្រាប់បញ្ជារបស់ខ្ញុំ យល់ហើយ លូឆេនតើអ្នកកំពុងធ្វើអ្វីនៅទីនេះ មិនមែនជាកិច្ចការរបស់អ្នកទេ មួយរយៈមិនបានឃើញអ្នកទេអ្នកក្លាហានជាងមុនហើយមែនទេ ហាចេងស្វងសូមចេញទៅឆ្ងាយឆ្កែល្អមិនរាំងផ្លូវទេចេញទៅ អ្នកមកទីនេះគ្រាន់តែដើម្បីឲ្យប្រធានជូយកអ្នកត្រឡប់ទៅវិញអ្នកបំផ្លាញកិច្ចការរបស់ប្រធានជូកិច្ចព្រមព្រៀងជំនួញធំមួយនាងនឹងមិនយកអ្នកត្រឡប់ទៅវិញទេសូមមានការដឹងខ្លួនខ្លះចេញទៅឆ្ងាយ អ្វីដែលខ្ញុំធ្វើមិនមែនជាកិច្ចការរបស់អ្នកទេអ្វីដែលអ្នកត្រូវធ្វើគឺចេញពីផ្លូវខ្ញុំ តើអ្នកគិតថាអ្នកជានរណាមើលនេះខ្ញុំជាប្រធានសន្តិសុខទ្វារនេះខ្ញុំទទួលខុសត្រូវខ្ញុំសម្រេចថាអ្នកណាចូលបានអ្នកមិនអាចទេ សូមឲ្យខ្ញុំនៅផលវិបាកខ្ញុំខ្លាចអ្នកមិនអាចត្រាំទ្របានទេ គាត់ថាខ្ញុំមិនអាចទ្រាំទ្របានការទទួលខុសត្រូវអូណាមកតើអ្នកនឹងធ្វើអ្វីហើយកម្លាំងបន្ថែមអ្នកគ្រាន់តែជាមនុស្សអត់ប្រយោជន៍ថ្ងៃនេះគ្មាននរណានឹងឲ្យអ្នកចូលទេអ្នកមិនចូលបានទេ ហេប្រធានជូខ្ញុំនៅមាត់ទ្វារក្រុមហ៊ុនចេងស្វងមិនឲ្យខ្ញុំចូល សូមឲ្យចេងសុំមកនិយាយទូរស័ព្ទ តើអ្នកមានលេខប្រធានជូទេខ្ញុំក៏គ្មានលេខប្រធានជូដែរតើអ្នកនិយាយលេងទេហេ បើអ្នកមិនឆ្លើយឥឡូវនេះទេប្រយ័ត្នស្បែកខ្លួនឯង ចេងសុំអ្នកណាឲ្យសិទ្ធិណាហាមិនឲ្យអ្នកចូលក្រុមហ៊ុនលើកក្រោយអ្នកត្រូវចេញ ប្រធានជូសុំទោសខ្ញុំនឹងកែភ្លាមលូសុំចូលមកជូយឿនស្ត្រីចាស់អ្នកគិតថាអ្នកអាចបង្អួតបន្តបានតែប៉ុន្មានម៉ោងទៀតទេអ្នកទាំងពីរឈរឲ្យត្រង់តើការរៀបចំខាងអ្នកយ៉ាងម៉េចដែរប្រធានវាងសូមទុកចិត្តខ្ញុំបានប្រមូលម្ចាស់ភាគហ៊ុនទាំងអស់រួចហើយក្នុងរយៈពេល10នាទីយើងនឹងបើកកិច្ចប្រជុំម្ចាស់ភាគហ៊ុនដើម្បីបណ្ដេញជូយឿនចេញពីតំណែងប្រធានក្រុមហ៊ុនយើងកំពុងរងចាំអ្នកមកនឹងឡើងកាន់អំណាចល្អជូយឿនលើកនេះខ្ញុំចង់ឃើញរបៀបដែលអ្នកកិច្ចពីបាតដៃខ្ញុំ ម្សិលមិញបន្ទាប់ពីគេទៅណាទៅណាយ៉ាងម៉េចដែរ ខ្ញុំស្រួលគេគ្រាន់តែសួរខ្ញុំពី3សំណួរគេមិនបានធ្វើឲ្យខ្ញុំមានបញ្ហាទេ អាណាទៅមុន អ្នកទៅមុន ខ្ញុំក៏មានអីចង់សួរណាហេតុអ្វីបានជាអ្នកមានស្ករក្របនេះ យ៉ាងម៉េចអ្នកមានវា អ្នកឆ្លើយមកខ្ញុំមុន ពងលូស៊ូនចេញទៅឆ្ងាយខ្ញុំមិនអាចយកបាយមកឲ្យអ្នកទៀតទេស្ករក្របនេះអ្នកត្រូវទុកវាឲ្យល្អពេលក្រោយស៊ូនឃើញវានាងនឹងដឹងថាអ្នកគឺពងលូរបស់នាង ពេលខ្ញុំនៅតូចមាន លោកប្រធានជូមានរឿងអាក្រក់កើតឡើងនាយកប្រតិបត្តិចេញកំពុងចងសម្ព័ន្ធជាមួយម្ចាស់ពាក្យហ៊ុនជនជាតិភាគតិចជាច្រើនពួកគេនៅក្នុងបន្ទប់ប្រជុំឥឡូវពួកគេចង់ហៅការប្រជុំម្ចាស់ភាគហ៊ុនគេថាគេនឹងដកអ្នកចេញពីតំណែងប្រធាន គេហ៊ានណាស់ លេខាធិការចិន
តើស្ថានភាពឥឡូវនេះយ៉ាងម៉េចដែរ អាចេងជុននោះច្បាស់ជាក្បត់ហើយគាត់បានសម្ងាត់សហការជាមួយម្ចាស់ភាគហ៊ុនតូចជាច្រើនដើម្បីទិញដោយសម្ងាត់ 50% នៃក្រុមហ៊ុនហើយឥឡូវនេះពួកគេរួមគ្នាកំពុងព្យាយាមដកលោកប្រធានជូលោកប្រធានជូកំពុងមានបញ្ហាធំហើយឥឡូវអូហេតុអ្វីបានជាខ្ញុំប្រាប់អ្នកទាំងអស់នេះអ្នកគ្មានការងារធ្វើមិនអាចជួយលោកប្រធានជូបានទេ ហេលោកប្រធានជូមកដល់ហើយតាន់ពេលវេលាថ្មីនេះក្រុមហ៊ុនយើងរញ៉េញ៉ៃដល់ពេលរៀបចំឲ្យមានសណ្ដាប់ធ្នាប់ អ្វីដែលក្រុមហ៊ុនគូធ្វើមិនមែនជាការសម្រេចចិត្តរបស់អនុប្រធានដូចណាទេចេងជុនតែអ្នកមានសិទ្ធិអ្វីដើម្បីឲ្យការប្រជុំចាស់ភាគហ៊ុនដោយគ្មានការអនុញ្ញាត ខ្ញុំគ្មានសិទ្ធិនោះទេប៉ុន្តែការហៅប្រជុំម្ចាស់ភាគហ៊ុនគឺជាអ្វីដែលម្ចាស់ភាគហ៊ុនទាំងអស់ចង់បានខ្ញុំមិនអាចបញ្ឈប់ពួកគេបានទេហាហាលោកប្រធានចេងនិយាយត្រូវក្រុមហ៊ុនមិនត្រូវបានគ្រប់គ្រងល្អទេថ្មីនេះយើងបានបាត់បង់ច្រើនពេកការដឹកនាំរបស់លោកប្រធានជូមិនមានប្រសិទ្ធភាពនាងគួរទទួលខុសត្រូវចម្បងត្រូវហើយលោកប្រធានជូលែងសមដើម្បីបន្តជាប្រធានទៀតហើយ ខ្ញុំជាម្ចាស់ភាគហ៊ុនជំនាញគេរបស់ក្រុមហ៊ុននិងជាប្រធានខ្ញុំមិនយល់ស្របនឹងសំណើរបស់ណាទេខ្ញុំមិនជឿ លោកប្រធានជូអ្នកលែងជារបស់ក្រុមហ៊ុនម្ចាស់ភាគហ៊ុនធំជាងគេ តែអ្នកមានន័យយ៉ាងម៉េច ការពិតសៀវវ៉ាងឆាងហុងបានតាក់ទងសម្ងាត់ម្ចាស់ភាគហ៊ុនសំខាន់ទាំងអស់និងបានទិញជាង 50% នៃភាគហ៊ុនក្រុមហ៊ុនគាត់បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ ចេងជុនដូច្នេះអ្នកបានសម្ងាត់សង្គមនិតជាមួយវ៉ាងសាងហុងតាំងពីដើមណាស់អើយ លោកប្រធានជូអ្នកកំពុងឆោតល្ងងណាស់បក្សីឆ្លាតជ្រើសរើសម៉េចរបស់វាលោកប្រធានវ៉ាងអាចចំណាយថ្លៃខ្ពស់តែអ្នកមិនអាចទិញបាននោះហើយជាការពិតប៉ុន្តែកុំបារម្ភច្រើនពេកចិត្តណារបស់លោកប្រធានវ៉ាងគួរតែច្បាស់សម្រាប់អ្នកមែនទេដរាបណាអ្នកយល់ព្រមតាមគាត់តំណែងប្រធាននឹងនៅតែជារបស់អ្នក សវិនខឿនទោះបីជាវ៉ាងសាងហុងឥឡូវនេះជាម្ចាស់ភាគហ៊ុនធំជាងគេម្ចាស់ភាគហ៊ុនផ្សេងទៀតនឹងមិនដែលយល់ព្រមទេ អញ្ចឹងយើងគ្រាន់តែរងចាំមើលពេលដែលលោកប្រធានវ៉ាងមកដល់អ្វីទាំងអស់នឹងច្បាស់ ផាន់ថំខ្ញុំមិនខ្វល់ពីវិធីអ្វីដែលអ្នកប្រើប៉ុន្តែក្នុងរយៈពេលខ្លីបំផុតទម្លាក់ក្រុមហ៊ុនរបស់វ៉ាងឆាងហុងខ្ញុំចង់ឲ្យគាត់គ្មានតម្លៃអ្វីទាំងអស់លើសពីនេះទៀតផ្ទេរភាគហ៊ុនទាំងអស់របស់វ៉ាងឆាងហុងនៅក្នុងក្រុមហ៊ុនលីងសួនទៅកាន់ជូយូសួន សូមទុកចិត្តលោកម្ចាស់ផាន់ថំនឹងបំពេញបេសកកម្មក្នុងរយៈពេលកន្លះម៉ោងបញ្ជារបស់លោកម្ចាស់ប្រើគ្រប់មធ្យោបាយដើម្បីកំណត់គោលដៅវ៉ាងឆាងហុងនិងធ្វើឲ្យគាត់ខ្សែធនក្នុងរយៈពេលកន្លះម៉ោង អ្នកទាំងអស់គ្នាសូមអបអរសាទរយ៉ាងកក់ក្ដៅសូមស្វាគមន៍ប្រធានវ៉ាងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការសប្បុរសរបស់អ្នកសូមអង្គុយខ្ញុំសូមប្រកាសចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចាក់បញ្ចូល 2000 លានចូលក្នុងក្រុមហ៊ុនដើម្បីសងបំណុលរបស់ក្រុមហ៊ុនហើយខ្ញុំផ្ទាល់ក៏សន្យាជាមួយអ្នកទាំងអស់គ្នាថាខ្ញុំនឹងដឹកនាំក្រុមហ៊ុនលេងឈួនទៅកាន់កម្រិតខ្ពស់ជាងនេះ វ៉ាងសាងហុងណាជាមនុស្សដ៏អាក្រក់ ប្រធានជូនោះជាការនិយាយតែឆាប់ល្ងងនេះត្រូវបានគេហៅថាការប្រកួតប្រជែងអាជីវកម្មទោះយ៉ាងណាប្រសិនបើប្រធានជូមានឆន្ទៈដើម្បីស្ដាប់បង្គាប់ខ្ញុំអាចពិចារណាផ្ដល់តំណែងនេះឲ្យអ្នកស្ត្រីឆាតឆាយគឺជាគូដ៏ស័ក្តិសមរបស់សុភាពបុរសយូស្វានសុឆន្ទៈរបស់ប្រធានវ៉ាងកុំឲ្យវាទៅជាឥតប្រយោជន៍ក្រុមហ៊ុនលេងឈួនតំណែងនាយកប្រតិបត្តិគឺជាអ្វីដែលស្ត្រីរាប់មិនអស់នៅជាងជើសុបិនឃើញប្រសិនបើអ្នកដើរតាមប្រធានវ៉ាងយូស្វានអាជីពរបស់អ្នកប្រកាសជាឈានដល់កម្រិតខ្ពស់ជាងនេះតើអ្នកជានរណាចេញទៅ មនុស្សផ្លាស់ប្ដូរដូចអ្នកហ៊ានប្រាប់ខ្ញុំឲ្យចេញទៅ ខ្ញុំកំពុងឆ្ងល់ថានរណាវាជាអ្នកបច្ចេកទេសតូចអ្នកត្រូវបានបណ្តេញចេញអ្នកណាឲ្យអ្នកចូល ខ្ញុំមានជើងផ្ទាល់ខ្លួនខ្ញុំមកនឹងទៅតាមចិត្តខ្ញុំ សន្តិសុខពួកគេនៅឯណាទាំងអស់យកមនុស្សអ្នកអត់ការងារចេញពីទីនេះលូឆេនតើអ្នកទើបតែអ៊ូតទេទៅអ៊ូតម្ដងទៀតឲ្យខ្ញុំមើលពីមុនអ្នកពឹងផ្អែកលើជូយូស្វានជាអ្នកគាំទ្ររបស់អ្នកហើយធ្វើអំនួតដាក់ខ្ញុំឥឡូវអ្នកគាំទ្រឯងអស់ហើយតោះមើលថាឯងនៅសល់អីខ្លះ ជេងស្យងខ្ញុំស្នើថាអ្នកកុំអំនួតពេកតាន់ពេល អីហ្នឹងខ្ញុំមិនត្រូវទេកូនក្មេងក្បាលឯងខូចអីមែនទេ
អ្នកគាំទ្រឯងជូយូស្វានអត់ទៀតហើយរឿងអីឯងនៅគិតចង់ត្រឡប់មកវិញឯងគិតអី លូឆេនខ្ញុំស្នើឲ្យឯងប្រព្រឹត្តខ្លួនឲ្យប្រសើរហើយចោះចូលនឹងប្រធានវាងប្រហែលជាខ្ញុំអាចដោយសារមិត្តភាពអតីតកាលរបស់យើងបញ្ចុះបញ្ចូលប្រធានវាងឲ្យទុកជីវិតឯង តើខ្ញុំអាចរៀបការជាមួយស្រីដូចចែងហើយនៅជាមួយឯង3ឆ្នាំគ្រាន់តែគិតពីវាឥឡូវធ្វើឲ្យខ្ញុំឈឺ ឯងកំពុងសុំឲ្យគេវាយលូឆេន វាងឆេងហុងកុំអំនួតពេកអីដែលកើតឡើងការយកមិញឯងភ្លេចហើយ ឯងនឹងគេមានទំនាក់ទំនងអីគ្នា ពួកគេជាមនុស្សរបស់ខ្ញុំ ប្រធានវាងកុំស្ដាប់ជាងជួសជុលតូចនេះនិយាយរឿងឥតប្រយោជន៍មនុស្សរបស់វាប្រធានវាងគ្រាន់តែចេញបញ្ជាហើយខ្ញុំសន្យាខ្ញុំនឹងធ្វើឲ្យជីវិតវាคล้ายជានរកចាំអីទៀតទាញបរោះនេះចេញពីទីនេះដរាបណាវាមិនស្លាប់ខ្ញុំនឹងទទួលខុសត្រូវផ្សេងទៀតយកព្រមប្រធានវាងមើលទៅ វាងឆេងហុងប្រសិនបើឯងហ៊ានប៉ះខ្ញុំថ្ងៃនេះតែឯងជឿទេខ្ញុំអាចធ្វើឲ្យឯងបាត់បង់អ្វីទាំងអស់មួយរំពេច នេះជារឿងកំប្លែងបំផុតដែលខ្ញុំធ្លាប់ឮក្នុងជីវិតរបស់ខ្ញុំមានក្រុមហ៊ុនចុះបញ្ជីជាង10និងទ្រព្យសម្បត្តិជាង 10,000 លានទោះបីជាបរិះអ្នកមានបំផុតនៅហ៊ូស៊ីមកក៏មិនអាចធ្វើឲ្យខ្ញុំបាត់បង់អ្វីទាំងអស់អ្នកគិតថាអ្នកជានរណាលូឆេនអ្នកពិតជាគិតបាត់បង់ការងារធ្វើឲ្យអ្នកឈួតអ្នកគ្រាន់តែជាគ្មានការងារអ្នកអត់ការងារអ្នកហ៊ាននិយាយថាអ្នកអាចធ្វើឲ្យលោកវាងមួយរំពេចបាត់បង់អ្វីដែលគាត់មានអ្នកពិតជាគួរឲ្យអស់សំណើច លូឆេនការលែងលះអ្នកពិតជាល្អបំផុតការសម្រេចចិត្តដែលខ្ញុំធ្លាប់ធ្វើ ត្រូវឬខុសយើងនឹងឃើញឆាប់ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកមិនយំនៅពេលក្រោយ ទោះបីជាខ្ញុំវាងទីងយំសម្រាប់ឆ្កែខ្ញុំនឹងមិនយំសម្រាប់អ្នកទេ Lucen daughter ប្រធានជូរងចាំបន្តិចទៀតគ្រាន់តែបន្តិចទៀតក្រុមហ៊ុនលីងស្វាននេះនឹងត្រូវប្រកល់ទៅដៃរបស់អ្នក Lucen ខ្ញុំដឹងថាអ្នកមានចិត្តណែល្អប៉ុន្តែឥឡូវនេះមិនអាចទៅរួចខ្ញុំមិនចង់នៅទីនេះហើយមើលមុខមនុស្សទាំងនេះ ជឿខ្ញុំគ្រាន់តែរងចាំប៉ុន្មាននាទីទៀត ជូយូស្វានអ្នកចូលចិត្តជឿឆ្កែព្រៃដូចអ្នកគ្មានការងារធ្វើជាជាងជឿខ្ញុំបានប្រាប់អ្នកបើអ្នកបម្រើខ្ញុំបានល្អក្រុមហ៊ុនលីងស្វាននឹងក្លាយជារបស់អ្នកលើសពីនេះអ្នកនឹងមិនបារម្ភពីបញ្ហាខ្សែសង្វាក់ហិរញ្ញវត្ថុ ក្នុងចិត្តខ្ញុំអ្នកគ្រាន់តែជាកង្កែបទោះបីខ្ញុំស្លាប់ខ្ញុំនឹងមិនបោយអ្នកប្រាខ្ញុំទេ ស្ត្រីអ្នកកំពុងរករឿងលោកវាងកុំប្រញាប់ឈូយីស៊ួននេះនាងគ្រាន់តែធ្វើពុតជាក្លាហានពេលនេះចាំមើលពេលនាងពិតជាជួបភាពក្រីក្រនាងនឹងត្រឡប់មករកអ្នកវិញដោយខ្លួនឯងពេលនោះអ្នកអាចធ្វើអ្វីក៏បានមែនទេលោកវាងជេងស្យងនិយាយត្រូវឈូយីស៊ួនធ្លាប់រស់នៅក្នុងទឹកឃ្មុំនាងប្រកាសជាមិនអាចទ្រាំនឹងការលំបាកបានទេប៉ុន្មានថ្ងៃទៀតនាងនឹងយំហើយអង្វរមកសុំអ្នកឈូយីស៊ួនទីទេបើអ្នកធ្វើតាមខ្ញុំនឹងថែរក្សាអ្នកឲ្យល្អប៉ុន្តែបើពេលនេះកន្លងផុតទៅលទ្ធផលនឹងទៅជាយ៉ាងណាខ្ញុំមិនដឹងទេ វាងឆេងហុងអ្នកគួរតែបារម្ភពីខ្លួនឯងសិនអ្នកគួរតែគិតឲ្យច្បាស់ពីរបៀបដែលអ្នកនឹងឆ្លងកាត់ការលំបាកដែលគ្មានលុយនេះ ទេខ្ញុំសុំឲ្យអ្នកនិយាយទេសូម្បីតែឥឡូវនេះអ្នកនៅតែហ៊ាននៅមុខខ្ញុំនិយាយរឿងឥតប្រយោជន៍ពិតជាគួរឲ្យអស់សំណើច ជឿមិនជឿវាអាស្រ័យលើអ្នក លោកវាងឆាងហុងក្រុមហ៊ុនចុះបញ្ជីទាំងអស់របស់គាត់ត្រូវបានផ្អាកការជួញដូរភាគហ៊ុនរបស់គាត់ត្រូវបានបង្កដោយបង្ខំទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ក៏ត្រូវបានរឹបអូសដែរហើយធនាគារជាច្រើននឹងទារសងប្រាក់កម្ចីពីគាត់ឆាប់វាងឆាងហុងខ្សែថនហើយ ធ្វើបានល្អខ្ញុំនឹងរាយការណ៍ទៅម្ចាស់សាលភ្លាម ជឿឬមិនជឿអ្នកនឹងឃើញក្នុងពេលឆាប់ ខ្ញុំមានតម្លៃរាប់ពាន់លានរាល់នាទីរាប់លានកំពុងចូលមកការពន្យាពេលប៉ុន្មាននាទីនេះតើអ្នកអាចទទួលខុសត្រូវសងការខាតបង់បានទេ កុំអួតអាងរាប់ពាន់លានរបស់អ្នកគឺជាប្រវត្តិសាស្ត្រទៅហើយ អ្នកនិយាយថាខ្ញុំខ្សែថនហើយអី
ក្មេងអ្នកពិតជាបាត់បង់ស្មារតីហើយពិតជាគិតថាអ្នកជាអ្នកមានបំផុតក្នុងពិភពលោកឬគ្រប់គ្រាន់ហើយយកបុរសនេះចេញពីទីនេះឥឡូវនេះខ្ញុំគ្មានពេលសម្រាប់រឿងអស់សំណើចនេះទេច្បាស់ហើយចៅហ្វាយអញ្ចឹងខ្ញុំនឹងចំណាយពេលដោះស្រាយជាមួយគាត់ Lucen daughter គុំនៅទីនេះហើយធ្វើឲ្យខ្លួនឯងអាម៉ា ដល់ពេលហើយ ដល់ពេលអ្វី ពេលវេលាចិត្តអស់ហើយវាងឆាងហុងនេះគួរតែទទួលសារក្នុងពេលឆាប់ បន្តទៅតើដំណឹងល្អអ្វីទៀតប្រាប់ខ្ញុំមកលោកវាងវាអាក្រក់ហើយរឿងអាក្រក់បានកើតឡើងតើអ្នកនិយាយអ្វីតើមានរឿងមិនទាន់អ្វីដែរគ្រាន់តែប្រាប់ខ្ញុំប៉ុណ្ណោះ លោកវាងធនាគារទៅតែទូរស័ព្ទមកគេថាគេបានបង្កប់ទ្រព្យសម្បត្តិទាំងអស់របស់លោក អីតើវាអាចទៅរួចយ៉ាងដូចម្ដេច លោកវាងនោះមិនទាន់អស់ទេជាង10ក្រុមហ៊ុនចុះបញ្ជីដែលលោកមានសុទ្ធតែត្រូវបានផ្អាកដោយគណៈកម្មការនីយកម្មហើយភាគហ៊ុនរបស់លោកត្រូវបានបង្កប់ទាំងស្រុង មិនអាចទេអ្នកច្បាស់ជាកុហកខ្ញុំហើយ លោកវាងខ្ញុំមិនហ៊ានទេគណៈកម្មការនីយកម្មក៏បានសុំឲ្យខ្ញុំផ្ដល់ទីតាំងរបស់លោកគេថាត្រូវនាំលោកទៅសួរចម្លើយ បិទមាត់របស់អ្នកនេះសុទ្ធតែជាការកុហកទាំងអស់អូខេឥឡូវខ្ញុំយល់ហើយដូច្នេះវាជាអ្នកតូចអ្នកបានរួមដៃជាមួយមនុស្សអាក្រក់នោះដើម្បីបញ្ឆោតខ្ញុំជាមួយគ្នា បញ្ឆោតអ្នកមិនសមនឹងវាទេ ហេតើអ្នកឈរនៅទីនោះធ្វើអីប្រញាប់ឡើងហើយនាំគាត់ចេញទៅតើអ្នកមានន័យដូចម្ដេចនេះគឺជាការរៀបចំអ្នកត្រូវតែជួយខ្ញុំតើអ្នកជួយខ្ញុំទេតើអ្នកទុកចិត្តខ្ញុំទេល្អឥឡូវខ្ញុំយល់ហើយអ្នកទាំងអស់គ្នាសុទ្ធតែចូលរួមក្នុងវាជាមួយគ្នាដើម្បីបញ្ឆោតខ្ញុំ អញ្ចឹងទេ អ្នកជាសត្វចម្លែកតើនរណាជាវាងឆាងហុងយើងមកពីគណៈកម្មការនីយកម្មយើងត្រូវការគាត់សម្រាប់បញ្ហាមួយចំនួនឲ្យមកជាមួយយើងសម្រាប់សួរចម្លើយខ្ញុំឈ្មោះវាងឆាងហុងអ្នកទាំង3មន្ត្រី3នាក់លោកទាំងអស់តើខ្ញុំអាចជួយអ្វីបានយើងសង្ស័យថាអ្នកបានរៀបចំទីផ្សារនិងលាងលុយយកខ្វក់មកជាមួយយើងទេនេះគឺជាការយល់ច្រឡំទាំងអស់ខ្ញុំស្គាល់អភិបាលខេត្តសូមឲ្យខ្ញុំទូរស័ព្ទទៅគាត់តែមួយដងតែមួយទូរស័ព្ទអភិបាលខេត្តអាចជួយសង្គ្រោះខ្ញុំគាត់អាចជួយសង្គ្រោះខ្ញុំលោកវាងអ្នកបានទូរស័ព្ទមកខ្ញុំមានរឿងអីលោកអភិបាលសូមជួយសង្គ្រោះខ្ញុំសូមជួយសង្គ្រោះខ្ញុំភ្លាមមានរឿងអីកុំប្រញាប់លោកអភិបាលមានគេកំពុងដាក់បន្ទុកលើខ្ញុំពួកគេបានបង្កប់ទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំពួកគេបានព្យួរក្រុមហ៊ុនទាំងអស់របស់ខ្ញុំលោកអភិបាលលោកត្រូវតែជួយខ្ញុំនិងធ្វើអ្វីដែលត្រឹមត្រូវអូអញ្ចឹងទេកុំបារម្ភឲ្យខ្ញុំពិនិត្យមើលចាំដំណឹងពីខ្ញុំ លោកតើលោកបញ្ជាអ្វី ទៅពិនិត្យមើលវាងឆាងហុងតើរឿងពិតជាយ៉ាងណា លោកម្ចាស់ខ្ញុំបានឮបន្តិចអំពីរឿងនេះប្រហែលកន្លះម៉ោងមុនកម្លាំងអាតកំបាំងមួយបានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើអាជីវកម្មរបស់វ៉ងឆេងហុងកម្លាំងនេះស្ទើរតែបំផ្លាញវ៉ងឆេងហុងក្នុងមួយរំពេចអំណាចរបស់វាពិតជាគួរឲ្យភ្ញាក់ផ្អើល ស៊ើបអង្កេតកម្លាំងនេះរកមើលថាវាមកពីណា លោកម្ចាស់ខ្ញុំមិនអាចគិតឃើញអ្នកណានៅយេងហៅតែមានអំណាចបែបនេះទេវាមានន័យតែប៉ុណ្ណោះថាកម្លាំងនេះមកពីអ្នកក្រៅហើយថ្មីនេះអ្នកក្រៅដែលមានអំណាចខ្លាំងបែបនេះអាចជាមនុស្សតែម្នាក់ តើអ្នកមានន័យថាឧត្តមសេនីយ៍ខ្មោច ក្រៅពីនាងខ្ញុំមិនអាចគិតឃើញអ្នកណានៅយេងហៅតែមានអំណាចបែបនេះទេ ដោយសារឧត្តមសេនីយ៍ខ្មោចចូលរួចហើយវ៉ងឆេងហុងមិនអាចសង្គ្រោះបានទេទុកឲ្យគាត់ដោះស្រាយដោយខ្លួនឯងរៀបចំកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយវ៉ងឆេងហុងក្នុងអាជីវកម្មកុំឲ្យគាត់អូសអ្នកចូលរឿងដល់ពេលហើយមកជាមួយយើងចាំសូមទូរស័ព្ទម្ដងទៀតអភិបាលនឹងជួយសង្គ្រោះខ្ញុំគាត់នឹង Hello ទេ
តើគាត់អាចរងខ្ញុំយ៉ាងម៉េចហេតុអីគាត់មិនទទួលទូរស័ព្ទខ្ញុំឯងហានគុយខ្ញុំឲ្យឯងច្រើនណាស់ហើយឯងសងខ្ញុំបែបនេះទេហានគុយនាំគាត់ទៅខ្ញុំនឹងសម្លាប់ឯងខ្ញុំឲ្យខ្ញុំទៅខ្ញុំលេង លោកស្រីប្រធានឈីវទើបតែពេលនេះពាក្យហ៊ុនមួយចំនួនធំត្រូវបានផ្ទេរទៅក្រោមឈ្មោះរបស់លោកស្រីឥឡូវនេះលោកស្រីជាម្ចាស់ពាក្យហ៊ុនធំជាងគេរបស់លីងស្វានហើយពាក្យហ៊ុនរបស់លោកស្រីលើ 50% តើទាំងកូននេះជាការធ្វើរបស់គាត់ទេ លោកស្រីប្រធានឈីលោកស្រីប្រធានឈីខ្ញុំសុំទោសប៉ុន្តែស្ថានភាពបង្ខំយើងគ្មានជំរឿទេ សឹមជុនតើអ្នកមានអ្វីចង់និយាយទៀតទេ អូលោកស្រីប្រធានឈីវខ្ញុំខុសហើយអ្នកសូមឲ្យខ្ញុំឱកាសមួយទៀតលោកស្រីប្រធានឈីលោកស្រីប្រធានឈីខ្ញុំខុសហើយលោកស្រីប្រធានឈីវខ្ញុំមិនមានជាប់ពាក់ព័ន្ធទេវាសុទ្ធតែជារបស់ចឹងជន់នោះបង្ខំខ្ញុំឲ្យធ្វើលោកស្រីប្រធានឈីវលោកស្រីសូមមេត្តាទុកជីវិតខ្ញុំប្រកាសជាបម្រើលោកស្រីដូចអ្នកបម្រើដ៏ស្មោះត្រង់ អ្នកទាំងពីរចេញទៅកុំមកបង្ហាញមកខ្ញុំទៀតអ្នកធ្វើឲ្យខ្ញុំស៊ឺ លូចេងសម្លាញ់លោកលូចេងវាជាកំហុសរបស់ខ្ញុំទាំងស្រុងខ្ញុំមិនបានស្គាល់ភ្នំពិតទេខ្ញុំបានប្រមាថលោកលូចេងខ្ញុំអង្វរលោកអត់អង្វរលោកស្រីប្រធានឈីជំនួសខ្ញុំសូមលេងខ្ញុំនឹងនៅក្រោមបញ្ជាលោក ស្មងចាប់អ្នកទាំងពីរនេះហើយចេញពីទីនេះ លោកស្រីប្រធានឈី លូចេនតើអ្នកជានរណាពិតប្រាកដតើអ្នកលាក់អ្វីពីខ្ញុំអស់រយៈពេលនេះ វាមិនសំខាន់ទៀតទេយើងគ្មានទំនាក់ទំនងអ្វីទាំងអស់មែនទេ ខ្ញុំដឹងថាអ្នកស្អប់ខ្ញុំប៉ុន្តែយើងនៅជាមួយគ្នាអស់រយៈពេល3ឆ្នាំ វាងទីងដកទឹកមកគួរឲ្យអស់សំណាចនោះចេញខណៈដែលខ្ញុំនៅមានស្នេហ៍ចាស់បន្តិចចូលចេញពីទីនេះបើមិនដូច្នោះទេអ្នកនឹងទៅរួមជាមួយវាងឆាងហុងហើយចូលទៅក្នុងទីនោះដែរ ស្ថានភាពរបស់វាងសាងហុងតែនោះជាទង្វើរបស់អ្នកទេ ប្រសិនបើអ្នកជឿថាខ្ញុំធ្វើវាអញ្ចឹងខ្ញុំធ្វើវា តើអ្នកជាអ្នកណាពិតប្រាកដ តើអ្នកអាចប្រាប់ខ្ញុំបានទេពិតណាស់សួននាងបានទៅកន្លែងឆ្ងាយណាស់នាងបានលូឆេនស្គរក្របជាប់ឈើមួយលើសពី10ឆ្នាំបានកន្លងផុតទៅលូឆេនបានរក្សាទុកវាជាមួយគាត់ប្រយុទ្ធនៅលើសមរភូមិរត់គេចឆ្លងកាត់ទឹកដី អ្នកគឺជាលូសែន សួនខ្ញុំមិនដែលគិតបន្ទាប់ពីជាង10ឆ្នាំយើងនឹងជួបគ្នាបែបនេះ តែអ្នកដឹងទេខ្ញុំបានស្វែងរកអ្នកតាំងពីពេលណាខ្ញុំពិតជានឹកណាស់ខ្លាំងណាស់ប៉ុន្តែខ្ញុំបានប្រើកម្លាំងទាំងអស់របស់ខ្ញុំហើយនៅតែរកអ្នកមិនឃើញរ៉ាល់ថ្មីខ្ញុំអាចពឹងផ្អែកតែស្កក្របជាប់ឈើទាំងនេះដើម្បីនឹកណាស់ ខ្ញុំក៏នឹកអ្នកដែរ ប៉ុន្តែពីឆ្នាំមុនអ្នកបានជួបខ្ញុំប៉ុន្តែអ្នកមិនស្គាល់ខ្ញុំហេតុអ្វី វាជាកំហុសរបស់ខ្ញុំ លូសែនខ្ញុំសំទោសប្រសិនបើខ្ញុំដឹងមនុស្សនោះកាលពី3ឆ្នាំមុនគឺជាណាឈឺចាប់យ៉ាងខ្លាំង ខ្ញុំមិនបានរងទុក្ខច្រើនប៉ុណ្ណោះទេផ្ទុយទៅវិញខ្ញុំថែមទាំងបានរៀនជំនាញល្អមួយប្រហែលជាបន្ទាប់ពីចូលនិវត្តន៍ខ្ញុំនឹងត្រូវពឹងផ្អែកលើវាដើម្បីរកស៊ី ខ្ញុំបាននឹងជាយល់មកហើយថាបច្ចេកទេសរបស់លោកគ្រូលូគីនឆ្នៃហើយពេញនិយមជាមួយស្ត្រីតែខ្ញុំអាចទទួលបទពិសោធន៍វីដែរ ដរៀបណាលោកប្រធានជួបព្រមយើងអាចធ្វើវាឥឡូវនេះ